ដំណើរជីវិតនឹងវាឃ្លាតព្រាត់ទៅគ្រប់គ្នាមិនប្រកាន់តែអ្វីដែលវាខុសគ្នាដែលយើងគួរកត់សម្គាល់មួយគឺពេលវេលាហេតុអីបានអ្នកខ្លះគ្រាន់តែកើតមកត្រឡប់ទៅវិញអ្នកខ្លះ2 10អ្នកខ្លះ8 10អ្នកខ្លះ40អ្នកខ្លះ50អ្នកខ្លះ60មិនគួរមិនដូចគ្នាថាពូជនៃការសន្សំនឹងគឺវាខុសគ្នាមានន័យថាហេតុវាខុសគ្នាបានផលមកទទួលខុសគ្នាដែរថ្ងៃនេះញាតិញោមយល់ពាក្យពីរម៉ាត់នឹងហេតុហើយនឹងផលអ្នកកាន់ពុទ្ធសាសនាឲ្យទៅយល់ពាក្យពីរនឹងដោយច្បាស់ប្រាកដដោយប្រាជ្ញាមិនមែនគ្រាន់តែយល់ដោយលឺអាត្មានិយាយទេគឺយើងយល់ដោយការគិតពិចារណារកហេតុហើយនឹងផលនឹងឲ្យច្បាស់ជីវិតយើងដើរអត់ខុសទេញោមធ្វើបុណ្យក៏ចំណេញបុណ្យរស់នៅជីវិតប្រចាំថ្ងៃក៏អត់មានអ្នកណាអូសទាញយើងទៅផ្លូវខុសបានដែរដូចញាតិញោមរាល់ថ្ងៃចង់បានសេចក្តីសុខទៅរកខ្សែចកេះទៅរកបាយសីទៅរកបោកក្អមទៅរកលោកលៀបកមួនទៅរកអីណាអាហ្នឹងមកពីយើងវាអត់យល់អាពាក្យពីរហ្នឹងបើយើងយល់ពាក្យពីរម៉ាត់ហេតុហើយនឹងផលហ្នឹងឲ្យច្បាស់ម្លេះសំយើងអត់ចេះទៅដើរខុសទេដូចឧទាហរណ៍យើងរស់នៅសពថ្ងៃឧទាហរណ៍តែសុកស្រាប់តែយើងកលាប់ឡានឬក៏សុកគេមកជ្រែកជេរយើងដល់មុខផ្ទះទាំងដែលយើងអត់ដឹងអីសោះក៏បើកភ្នែកឡើងឯងមិនទាន់បានទៅជេរនាងហ្នឹងផងមកលត់ពុតជេរមុខឯងមុខផ្ទះបាត់ហើយដល់យើងអត់យល់អាពាក្យពីរម៉ាត់ហេតុហើយនឹងផលហ្នឹងគឺយើងខឹងជេរទៅគេវិញភ្លាមដល់ពេលអ្នកយល់ធម៌យល់ច្បាស់អំពីពាក្យពីរហ្នឹងគេទទួលព្រមអាគេជេរហើយនៅញឹមទៀតណាអញបែបប្រហែលរួចនាងជាតិហ្នឹងហើយបើយើងជពាក់គ្នាពីមុនមកអញពីមុនសាងហេតុនឹងជាមួយនាងយ៉ាងណាឥឡូវនាងមកបដោះហេតុនឹងជាមួយខ្ញុំថ្មីក៏ដោយឬក៏នាងមកសងផលឲ្យខ្ញុំពេលហ្នឹងក៏ដោយណែដូចញោមគាត់រៀនអភិធម្មយើងរៀនដល់អហេតុកៈ18ហ្នឹងដំបូងគេមិនអហេតុកៈអកុសលវិបាក7ដួងបន្ទាប់មកអហេតុកៈកុសលវិបាក8ហើយមហាកិរិយាចិត្ត3យើងចប់ហើយអហេតុកៈ18ហ្នឹងប៉ុន្តែអហេតុកៈអកុសលវិបាក7សោតបប្រសាទក្តីខៀនណៈក្តីជីវហាក្តីរស័កក្តីកាយក្តីអាទ្វា5ហ្នឹងវានាំមកតែរឿងមិនល្អទាំងអស់អាភ្នែកចេញក្រៅឡានទៅចង់ដូចថាពិបាកចិត្តរឿងប្តីចង់ទៅអង្គុយ relax នៅមាត់ទន្លេនៅភ្នំអីបន្តិចខឹងប្តីនៅផ្ទះអត់ចង់ជួបមុខប្តីស្រាប់ចេញទៅ relax ទៅជួបអាមនុស្សគេជេរគ្នានៅនោះទៀតហ្នឹងអាឯងមិនចង់លឺចង់ឃើញអារឿងអាក្រក់ហ្នឹងសោះប៉ុន្តែហល់វាត្រូវឲ្យឃើញអាហ្នឹងវាជាផលដែលយើងបានសន្សំទុកមកហើយត្រូវតែពេលហ្នឹងគឺត្រូវតែជួបអារឿងដែលខ្លួនឯងអត់ចង់ជួបភាសាធម៌ក្នុងបរមត្ថធម៌លោកហៅថាត្រូវតែទទួលនៅអនិច្ចារម្មណ៍ពេលហ្នឹងគឺអារម្មណ៍របស់យើងត្រូវទទួលនៅអារឿងដែលយើងអត់ត្រូវការអារម្មណ៍ដែលយើងអត់ត្រូវការប៉ុន្តែវាត្រូវតែមកព្រោះអីព្រោះវាហេតុដែលយើងសន្សំមកហើយវាត្រូវតែទទួលផល never say no ពុទ្ធសាសនានេះតែដល់ពេលវេលាដែលត្រូវទទួលផលអត់មាននិយាយថា no ទេព្រោះអីព្រោះហេតុយើងសន្សំមកហើយស្អីហេតុអកុសលចិត្ត12មុនពេលយើងរៀនចូលដល់អហេតុកៈ18ហ្នឹងដំបូងយើងយល់អំពីហេតុគឺអកុសលចិត្ត12លោភមូលចិត្ត8ទោសមូលចិត្ត2មោហមូលចិត្ត2តើយល់អំពីហេតុហ្នឹងទៅយើងអត់ចេះទៅកើតទុកក្តៅកាហាយនឹងគេជេរអាជួបរឿងអីក៏ទទួលយកទាំងអស់ព្រោះយើងយល់ច្បាស់ថាអាហ្នឹងអញអ្នកសាងពីមុនមកអញអ្នកសន្សំហេតុព្រោះពុទ្ធសាសនាអត់ដែលមានផលកើតអត់មានហេតុទេមិនដែលមានផលកើតឡើងដោយឯងទេដូចយើងចង់បានសេចក្តីសុខយើងទៅសុំសេចក្តីសុខពីគ្រូពីគ្រាពីអ្នកដតីណាមកអាហ្នឹងមានន័យថាយើងទទួលរកតែផលដែលអត់យល់អំពីហេតុសោះឧទាហរណ៍តែសុកទៅសុំសេចក្តីសុខសុំសេចក្តីចម្រើនពីអ្នកដតីទៅសុំមិនបានបើយើងអត់តន់សន្សំអាហេតុនាំឲ្យកើតសុខនេះផងហ្នឹងយើងរត់ទៅរកផលហ្មងវាមិនចេញផលកើតឧទាហរណ៍តែយើងចង់បានផ្លែស្វាយវាតដាក់ពូជស្វាយនៅដីសិនបានវាបានផ្លែស្វាយហូបហើយបើមិនដាំស្វាយទេតនាំគ្នាទៅយករលុយទៅទិញស្វាយនឹងមកជាហេតុសិនបានស្វាយនឹងយកមកហូបកើតជាផលដាប់តន់មកនិយាយញោមហេនិយាយដូចយ៉ាងញាប់តិចថងសៃស្ដាប់អត់បានបងថ្ងៃនេះនិយាយតែពាក្យពីរម៉ាត់ហ្នឹងមិនបាច់និយាយអីច្រើនទេមិនបាច់ធေါ်ជ្រៅអីពេកទេមករកវិធីនិយាយសម្រាយឲ្យស្រួលស្ដាប់ព្រោះយើងមិនមែនអ្នកអភិធម្មទេញាតិញោមសិនអ្នករវល់ការងារអញ្ចឹងមិនបាច់ទៅនិយាយធေါ်ជ្រៅពេកក៏និយាយតែកាលណាយើងយល់អំពីពាក្យពីរម៉ាត់ហេតុហើយនឹងផលជីវិតយើងអត់ដើរខុសទេហើយយើងអត់ទៅជឿអីដតីហើយចិត្តយើងក៏អត់កើតក្រៅកាហាយកើតដែរអត់កើតអកុសលកើតដែរឧទាហរណ៍ទៅដូចម៉ែនិយាយមិញអញ្ចឹងបើកភ្នែកឡើងអត់បានទៅសាងអីជាមួយគេសោះស្រាប់គេមកជេរយើងអ្នកយល់ធម៌យើងយល់ថាមិនមែនសុកគេមកជេរយើងដែលអត់ហេតុទេនឹងវាសុទ្ធតែមានហេតុពីមុនមកច្បាស់ណាស់អញសន្សំពូជជាអកុសលជាមួយគេបានតែសុកគេមកបដោះផលហ្នឹងឲ្យយើងឧបមាដូច
បងលេរីប្រធានវត្តចាស់គាត់ទៅរៀនអភិធម្មដែរហ្នឹងគាត់សួរថាចុះឧទាហរណ៍តែសុកចៃដន្យក្នុងពិធីជួបជុំមួយគាត់កាន់ចានសម្លមួយក្តៅហើយស្រាប់តែអត់មានបំណងជះទៅលើអ៊ីហ្នឹងទេប៉ុន្តែស្រាប់តែចៃដន្យចពុបជើងជះទឹកសម្លពេញលើអ៊ីហ្នឹងអាលៀកកប់ទៅហើយយើងនេះអត់មានបំណងទេសួរថាហ្នឹងវាជាស្អីគាត់ថាចៃដន្យអត់មានបំណងទេអាត្មាក្នុងពុទ្ធសាសនាព្រះលោកបង្រៀនយើងពាក្យថាហេតុហើយផលអត់មានចៃដន្យទេអាហេតុវាគ្រប់គឺវាកើតពុទ្ធសាសនាអត់មាននិយាយពាក្យចៃដន្យទេចៃដន្យជាភាសាដែលយើងនិយាយគ្នាទេរឿងគ្រប់យ៉ាងសុទ្ធតែមានហេតុឧបមាដូចក្អែកអញ្ចឹងណាញោមព្រះសម្ដែងក្នុងសតនបិដកពីបុគ្គល3ពួកក្អែកមួយពួកលោក7អង្គមួយពួកហើយប្រពន្ធនាយសំពៅមួយពួកអាក្អែកនេះញោមមើលមកជីវិតរបស់វាមិនមែនមិនស្គាល់ពីរបៀបហើទេវាហើសេរីភាពរបស់វាមកជីវិតវាដែរប៉ុន្តែដល់ពេលហ្នឹងស្រាប់តែសុកវាឈប់ហើលើមេឃវាទៅហើចូលវេលឆ្នាំងអ្នកស្រុកឆេះតិចហើយវេលឆ្នាំងមិនធំណាវេលឆ្នាំងគេដាំទឹកក្តៅទូចតែមួយហ្នឹងហើយមិនបើវាសុកវាទៅហើចូលវេលឆ្នាំងហើយបើយើងអត់យល់ហេតុយើងទៅជេរអាសត្វហ្នឹងថាវាឈួតវាអត់ឈួតទេវាដល់ពេលវាត្រូវចូលចឹងហ្មងហ្នឹងហើយពេលវេលាដែលវាដល់តែហេតុវាគ្រប់គឺផលវាកើតដោយសារអីអតីតគាត់ហ្នឹងជាកសិករគាត់ភ្ជួរគោហើយដល់ភ្ជួរគ្នាមកព្រឹកទៅថ្ងៃត្រង់អញ្ចឹងដល់ពេលប្រពន្ធយកបាយទៅញោមណាមុនមកអាមេរិកយើងធ្លាប់ភ្ជួរស្រែដឹងហើយលីនឹងគាល់ដឹកគោទៅតាំងពីព្រលឹមភ្ជួរអញ្ចឹងទៅដល់ពេលថ្ងៃរសៀលបានប្រពន្ធយកបាយទៅឲ្យហើយដល់ប្រពន្ធយកបាយទៅឃើញប្រពន្ធយកបាយមកបញ្ឈរគោចោលកណ្ដាលស្រែហ្នឹងមកអង្គុយស៊ីបាយនៅលើភ្លឺស្រែហើយអាសត្វនេះគ្នាមានវិចារណញ្ញាណដែរណាញោមត្បិតតែគ្នាជាសត្វគ្មានធម្មសញ្ញាមិនចេះនិយាយភាសាយើងមែនប៉ិនវាមានចិត្តសត្វតិចថាជេរវាអត់ដឹងដូចឆ្កែអីញោមជេរវាមុខគ្មានរីកទេវាដឹងតែយើងជេរវាតែអញ្ចឹងប្រើវាមកព្រឹកទៅថ្ងៃត្រង់វាមិនសบายចិត្តអីវាគិតគ្នាវាណាម្ចាស់ទៅស៊ីបាយលើភ្លឺស្រែវានិយាយគ្នាវាចុះម្ចាស់យើងក៏ចិត្តអាក្រក់អីចិត្តអាក្រក់ម្លេះប្រើយើងមកព្រឹកទៅថ្ងៃត្រង់ខ្លួនគាត់ចេះទៅស៊ីបាយផឹកទឹកវានិយាយគ្នាវាចេះទៅស៊ីបាយផឹកទឹកហើយយើងអត់ឲ្យសម្រាកបញ្ឈរចោលយើងព្រមព្រៀងគ្នាថាពេលគាត់មកវិញយើងនាំគ្នាឈប់ដើរប្រើឲ្យមិនក៏ឈប់ដើរដល់វាព្រមព្រៀងនេះចឹងអាម្ចាស់ស៊ីបាយហើយទៅវាយវាឲ្យដើរអូសនឹងគាល់ទៅវាឈប់អូសវានៅថ្មឹងដល់ឈប់អូសម្ចាស់វាខឹងវាយវាមិនដើរទៀតយកអាកបិតស្នៀតធម្មតាអ្នកជួស្រែអីគាត់មានអាកូនបថៅឬកបិតស្នៀតនៅចកេះសម្រាប់វាយស្នៀតនឹងគាល់វាយឲ្យចូលពេលវាឃ្លាតវាបើកវាអីគាត់វាយស្នៀតនឹងគាល់ចូលអញ្ចឹងយកអាកបិតនៅចកេះនោះចាក់ផ្លូវវាហ្មងចាក់វាកាន់តែឈឺវាអត់ដើរវាលុតជង្គង់ទាំងពីរអ្នកហ្នឹងក្នុងផុកហ្នឹងដល់ទ្រាំមិនបានធ្វើអីមិនដើរធ្វើអីវាងើបវាយក៏ងើបចាក់កបិតហើយក៏មិនដើរក៏ងើបទៀតទៅទាញសបើងទាញអស់មកចាក់សាំងកោដុតគេទាំងរស់ទៅញោមហើយគ្រាន់តែខ្លួនឯងចូលភ្លើងនឹងត្រូវគេដុតនឹង499ជាតិអាជាតិទី500ដែលក្អែកនេះវាដល់ពេលរបស់វាត្រូវចូលភ្លើងយ៉ាងមកមិនបាច់អាណាចាប់វាដកចូលភ្លើងទេឃើញដោយសារអីហេតុពីមុនមកវាដុតគេទាំងរស់ហ្នឹងហើយវាមានហេតុចឹងដល់ពេលយើងសិក្សាអំពីធម៌របស់ពុទ្ធឲ្យល្អិតទៅយើងអត់ចេះកើតទុកជាមួយគេធ្វើអាក្រក់ដាក់យើងទេគឺយើងសប្បាយចិត្តទទួលយកហេតុអីបានមកថាឲ្យសប្បាយចិត្តទទួលយកតែកាលណាយើងកើតទុកក្តៅកាហាយទៅចងមួយគេទៅទៀតហ្នឹងហើយវាអត់ចប់កាលណាយើងមិនពេញចិត្តទទួលយកផលដែលយើងបានសាងហើយណាអានឹងវាបដោះឲ្យយើងកាន់តែទទួលផលនឹងបន្តទៀតពីព្រោះអីពីព្រោះយើងអភិជាបាតតតោសមូលចិត្តវាចងយើងទៅរហូតវិលអញ្ចឹងញោមមើលវត្តដាក់នឹងវាវិលដូចជាដីទៅជាប់នៅកង់រត់នឹងអញ្ចឹងណាបើយើងខំប្រឹងជំរះខំប្រឹងលៀងវាទៅដីនឹងវាជ្រះសាបទៅវាឈប់វិលនៅជាប់នៅកង់រត់នឹងតែបើសិនជាយើងកើតអភិជាបាតតជាមួយអ្នកដែលសាងមិនល្អមកលើយើងវាវិលបន្តគ្នាអញ្ចឹងមកយើងទាំងអស់គ្នាគូក៏បីតក់ស្លុតញោមតក់ស្លុតនៅអកុសលនឹងគួរសង្វេគណាញោមបើយើងយល់អំពីធម៌ពុទ្ធមែនតើណាអញ្ចឹងបាទអាត្មាអត់ទៅណារួចតាំងពី2 10ឥឡូវ40ហើយញោមឃើញដោយសារយល់អំពីធម៌ទៅគឺនឿយណាយពីជីវិតនឹងនឿយណាយអំពីវត្តដាក់នឹងឯងប៉ុន្តែអញ្ចឹងមិនមែនអាត្មាព្រះអរហន្តទេថាខ្លួនឯងហ្នឹងថានឿយណាយពាក្យថានឿយណាយមានន័យថាអត់ចង់ទៅវិលរការជាប់ចម្ពាក់ទៅនៅក្នុងភពនឹងទៀតទេបានតាំងចិត្តថានៅអញ្ចឹងប៉ុន្តែមិនដឹងថាតាំងបានប្រមាណណាញោមអាហ្នឹងវាមិនទៀងទេបងណាវាដូចអាត្មាធ្លាប់និយាយរឿងគ្រប់យ៉ាងនៅក្នុងโลกនេះវាមិនទៀងទេពេលហ្នឹងយើងតាំងចិត្តចឹងតាំងពីក្មេងមកបានដល់ពេលវ័យប៉ុណ្ណឹងប៉ុន្តែចៃដន្យវាពេលវេលាណាមួយយើងវាមិនដឹងដំណើរជីវិតនេះអ្វីគ្រប់យ៉ាងមិនទៀងនៅពេលដែលមិនតន់មកដល់ដល់យើងយល់ធម៌ទៅយើងកាន់តែនឿយណាយពីជីវិតហ្នឹងធ្វើឲ្យចិត្តរបស់យើងហ្នឹងកាន់តែស្រឡះទៅលែងជាប់ចម្ពាក់ជាមួយរឿងនៅក្នុងโลกហ្នឹងច្រើនចឹងបានមកនៅខ្មែរមកមានស្អីមកឲ្យទៅគេអស់ញោមឃើញសកម្មភាពមកមើលសកម្មភាពវាយទៅឃើញមានស្អីយកទៅជួយគេអស់បងអត់ដែលទុកនៅខ្លួនទេហើយចិញ្ចឹមក្មេងចិញ្ចឹមលោកហើយរាល់ថ្ងៃនេះទោះបីមកមិននៅទីនេះហើយក៏នៅតែអាត្មាទទួលភារៈបង់ថ្លៃសាលាឲ្យលោកកព្រាទូទាំងប្រទេសដដែល
ป่ម្សិលយប់ម្សិលមិញបង2អង្គខណៈខែនេះ20អង្គជាងមកចង់រត់អត់រួចដែរព្រោះអង្គខ្លះសាលាថ្លៃហើយមួយឆ្នាំមានតែ600 500ហើយក្នុង4ឆ្នាំបញ្ចប់ក្នុងមួយអង្គហើយមកទល់ចាប់បងពី2020មកដល់2024នេះ3ឆ្នាំជាង4ឆ្នាំនេះគឺបានជាង100អង្គហើយគ្រាន់តែប្រសងដែលអាត្មាបងអញ្ចឹងមួយអង្គបើយើងគិតតែ600 4ឆ្នាំវាចូលប្រមាណហើយហើយ100អង្គជាងហើយបើគិតជាបច្ច័យច្រើនគួរសមដែរហើយចេះតែសំអញ្ចឹងទៅប្រឹងណាមិនមែនកិច្ចការតែមួយហ្នឹងទេដោយសារអីយើងចេះតែគិតថាបដោះធនធានមនុស្សបើស្រឡាញ់ជាតិយើងចេះជួយតាមអ្វីដែលយើងអាចជួយបានបើគិតថាយើងនិយាយឬដឹកនាំគ្នាតវ៉ារឿងអីមួយនោះគឺមិនងាយទេព្រោះយើងធ្វើមិនកើតទេតងើបទាំងអស់គ្នាហើយបើថាងើបតែម្នាក់ងើបមួយបាត់មួយងើបពីរបាត់ពីរហ្នឹងហើយអញ្ចឹងគ្មានវិធីអីក្រៅពីយើងជួយបដោះធនធានមនុស្សតាមអ្វីដែលយើងអាចធ្វើបានទេបើស្រឡាញ់ជាតិមកយើងចូលធေါ်យើងនេះវិញកុំចូលទៅណាឆ្ងាយខ្លាចម៉ោងច្រើនអូម៉ោងនៅមុខយើងអ្នកកាន់ពុទ្ធសាសនាឲ្យទៅយល់ពាក្យពីរម៉ាត់ហ្នឹងយើងអត់ដើរខុសទេយើងរាល់ថ្ងៃគេអូសទាញយើងទៅខុសទៅជឿនេះជឿនោះទៅសុំនេះសុំនោះហ្នឹងដោយសារអីដោយសារយើងអត់តន់យល់ពាក្យពីរម៉ាត់ហ្នឹងដល់ពេលយើងយល់ថាព្រះលោកបង្រៀនយើងថារឿងគ្រប់យ៉ាងអត់ដែលកើតផលដោយមិនមានហេតុទេអញ្ចឹងបើយើងសុកយើងទៅសុំផលគឺសេចក្តីសុខទៅសុំកតុយលេខទៅសុំស្អីពីស្អីក៏ដោយគឺមិនមានផលដែលឲ្យយើងទៅទេដោយមិនមានហេតុទេយើងពិចារណាតើជីវិតយើងរស់រាល់ថ្ងៃយើងមិនមែនសុកទៅសុំលុយគេឲ្យយើងចាស់ឲ្យកើតទេតោះឡាហេតុយើងនាំគ្នាទៅធ្វើការបែកដៃបែកញើសអាធ្វើការវាជាហេតុដល់បានលុយគេបើកឲ្យយើងវាជាផលវាមិនមែនសុកទៅសុំលុយគេយកមកចាយបានណាមិនអញ្ចឹងយល់ទេហ្នឹងដល់យើងរៀនពិចារណាងាយមិនបាច់ទៅយល់3ដក110ចប់ហ្នឹងដល់យើងយល់ពាក្យពីរម៉ាត់ហ្នឹងយើងអត់ចេះដើរខុសទេហើយដល់យើងយល់ពាក្យពីរម៉ាត់ហ្នឹងក៏យើងសង្វេគខ្លួនយើងថាណាពេលដែលយើងកើតមកជាតិនឹងយើងខ្វះដៃយើងខ្វះជើងយើងបានប្តីក៏ប្តីមិនប្រកបដោយធម៌បានកូនក៏កូនធ្វើបាបផ្លូវចិត្តមានញាតិក៏ញាតិនឹងធ្វើបាបមានមិត្តភ័ក្តិមួយស្រឡាញ់ស្មើជីវិតក៏ទីបំផុតគេខ្ចីលុយអត់សងហើយគេធ្វើទរណកម្មផ្លូវចិត្តឌៀមស្មេះបង្ខូចគេឈ្មោះបន្ថែមទៀតហេតុអីក៏ជីវិតអ្នកខ្លាំងដល់ពេលគាត់អត់បានយល់ធម៌ទៅគាត់ត្អូញប្រាប់ពេលគាត់មកថ្វាយអង្គមលោកគ្រូឲ្យហេតុអីក៏ជីវិតកណ្ដាលគូវេទនាអីវេទនាយ៉ាងហ្នឹងហើយអាម៉ែបានកើតមកមិនទាន់បានឃើញពលឺថ្ងៃម៉ែស្លាប់ចោលឪស្លាប់ចោលរស់នៅម្នាក់ឯងជាមួយអ្នកដតីគេធ្វើបាបធ្វើទរណកម្មដល់តែបានប្តីធ្វើបាបដល់តែបានកូនវាធ្វើបាបរាប់អានមិត្តភ័ក្តិមួយវាខ្ចីលុយមិនសោះអាសើរឿងពិតណាគាត់មកយំរៀបរាប់ហ្នឹងថាហេតុអីបានជីវិតកណានឹងវាវេទនាម្លេះបានអាត្មាថាញោមបើគិតពីជីវិតមនុស្សម្នាក់ថាយើងវេទនាគ្មានអ្នកណាវេទនាដូចយើងនេះមកពិភពលោកនឹងបើគិតថាមនុស្សម្នាក់មិនជួបហេតុវេទនានោះគឺមិនមានទេព្រោះមនុស្សលើโลกនេះអត់មានអ្នកណាកើតមកជួបតែសេចក្តីសុខរហូតទេយើងកុំប្រៀបថាជីវិតយើងវាខុសពីគេហើយគេវាអត់ដូចយើងសំបីតកូនស្ដេចផែនដីក៏មិនប្រកាសថាដេកលើសាឡុងលើពូកលើរាជបល្ល័ង្កនឹងញញឹមរហូតដែរមិនអញ្ចឹងទេញោមណាគ្រាន់តែគេមិនរៀបរាប់អំពីសេចក្តីទុក្ខរបស់គេមកឲ្យយើងដឹងប៉ុន្តែសេចក្តីទុក្ខមនុស្សម្នាក់គឺតែងប្រកាសអញ្ចឹងអាត្រង់ហ្នឹងហើយដែលព្រះលោកនឿយណាយពីជីវិតហ្នឹងហើយលោកខំប្រឹងលះចោលអំពីការជាប់ចម្ពាក់ទៅនៅក្នុងភពហ្នឹងទាំងការមកភពរូបភពនឹងចោលពំពាចោលរាហុលចោលបៃតាចោលរាជសម្បត្តិដោយសារអីដោយសារនឿយណាយពីជីវិតនឹងថាជីវិតនឹងវាប្រជុំដោយសេចក្តីទុក្ខអញ្ចឹងដូចអាត្មាតសេសភៅដំណោះស្រាយបញ្ហាជីវិតណាចំណងកន្លែងមេត្តាមួយអាត្មាថាជីវិតយើងនឹងវាដូចជាសម្លម្ជូរគ្រឿងមួយឆ្នាំអញ្ចឹងដែលហៅថាម្ជូរគ្រឿងទៅបានទៅវាផ្សំគ្រប់រសជាតិបានគេឲ្យសន្មត់ថាម្ជូរគ្រឿងទៅកើតមិនមែនដាក់តែទឹកហើយអំពិលហើយយើងហៅម្ជូរគ្រឿងណាដែលហៅថាជីវិតគឺវាមានគ្រប់រសជាតិជួបព្រាត់សើចយំសុខទុកតសើនិនទាហើយអាតសើហើយនិនទានេះមិនមែនជួបតែយើងណាហើយអាគេក្បត់ផ្លូវចិត្តនេះក៏ដូចមិនមែនជួបតែយើងអារឿងសេចក្តីទុកដែលយើងជួបគឺគេក៏ជួបដែរព្រោះគេកំពុងរស់នៅប្រកបនៅក្នុងភពនឹងតែមួយគ្នាអញ្ចឹងកិច្ចតណាក៏វាអត់រួចអាតសើអានិនទាអាសុកអាទុកនឹងដែរអញ្ចឹងគេក៏អញ្ចឹងយើងក៏អញ្ចឹងឲ្យតែធ្វើចិត្តទទួលព្រមទៅវាសុកហ្នឹងហើយឲ្យយល់អំពីហេតុតែហេតុអីបានយើងជីវិតនឹងវាខុសគេថាវាសត្វតែមានហេតុទាំងអស់មិនបានគេនឹងវាសនុកវាស្រួលប្តីប្រពន្ធគេស្រឡាញ់គ្នាល្អកល្អឿនបើអ្នកខ្លះស្រឡាញ់តែមុខយើងនឹងទេបើនៅក្រោយខ្នងដឹងចានអស់ប្រហែលរាវយើងមិនដឹងហ្នឹងហើយអញ្ចឹងរឿងជីវិតមនុស្សម្នាក់មិនដូចគ្នាទេអញ្ចឹងយើងកុំចេះបដូចចេះបតូចចិត្តជីវិតអញមិនក៏វាមិនដូចគេជីវិតមនុស្សម្នាក់មិនដូចគ្នាទេសំខាន់យើងទទួលព្រមអានឹងសុកដូចអាត្មាធ្លាប់លើកឧទាហរណ៍ហេតុផលហ្នឹងលើកតែមួយរឿងហើយញោមរៀនពិចារណាហើយយើងសង្វេគតក់ស្លុតនៅដំណើរជីវិតនិងកម្មដែលយើងសាងមកលើកតែមួយរឿងចប់ធរតែម្ដងមើលទៅស្ដាប់បានទេ
លើករឿងហ្មងឲ្យបានឆាប់យល់អំពីហេតុហើយផលហ្នឹងហើយយើងខ្លាចកម្លាំងកម្មហ្នឹងកុំសាងដូចញោមគាត់និយាយមិញថាគ្មានស្អីដែលឲ្យសុខក្រៅអំពីសេចក្តីល្អទេបុណ្យកុសលការសន្សំបុណ្យហ្នឹងហើយជាហេតុនាំឲ្យយើងបានសេចក្តីសុខមិនបាច់ទៅរកសុខឯណាទេមិនបាច់ទៅសុំសុខឯណាទេកាលណាខ្លួនយើងបានប្រព្រឹត្តសេចក្តីល្អអាសុខហ្នឹងវាឲ្យផលក្នុងចិត្តយើងរហូតទោះបីអ្នកដតីគេអត់ដឹងថាយើងធ្វើល្អប៉ុន្តែអ្នកណាអ្នកដឹងញោមខ្លួនយើងដឹងអាក្រក់ដូចគ្នាយើងលាក់អ្នកដតីបានប៉ុន្តែលាក់អ្នកណាអត់បានលាក់ខ្លួនយើងអត់បានទេវាឡងបន្លាចយើងរហូតភ័យរហូតញោមសាកទៅញោមណាពីក្មេងមកដូចថាយើងបែកពីអពតមកយើងខ្វេកឃ្លានពេកអត់ដាច់បាយដាច់ទឹកឃើញផ្លែលហុងគេមួយលួចបេះលហុងគេមួយហ្នឹងឲ្យតែឃើញម្ចាស់គេពេលណាមកទល់ឥឡូវហ្នឹងបែកពីអពត40ឆ្នាំហើយឃើញមុខតាម្ចាស់លហុងហ្នឹងគឺអោនមុខចុះរហូតហ្នឹងហើយសេចក្តីអាក្រក់ហ្នឹងគេវាអត់ដឹងបើវាលងបន្លាចយើងក្នុងចិត្តយើងរហូតណាសេចក្តីល្អដូចគ្នាគឺវាឲ្យសុខយើងរហូតនឹកឃើញសេចក្តីល្អពេលណាសុខពេលហ្នឹងនឹកឃើញថ្វាយអង្គមម៉ែពេលណាញឹមទោះបីម៉ែស្លាប់ទៅ20ឆ្នាំហើយក៏ដោយប៉ុន្តែនឹកឃើញធ្វើបន់កតញ្ញូស្រោចទឹកឲ្យម៉ែឃើញរូបថតនឹកឃើញកាលស្រោចទឹកឲ្យម៉ែឃើញរូបថតនឹកឃើញកាលថ្វាយអង្គមជូនបាយម៉ែឃើញរូបថតនឹកឃើញកាលថើបម៉ែកាលអោបម៉ែអោបឪពុកថើបឪពុកលុតជង្គង់ថ្វាយអង្គមឪពុកនឹកឃើញសេចក្តីល្អហ្នឹងឡើងវិញធ្វើឲ្យយើងសប្បាយផ្លូវចិត្តឃើញសេចក្តីល្អវាឲ្យសប្បាយអញ្ចឹងវាឲ្យសុខអញ្ចឹងហើយអត់មានអ្នកណាលួចសេចក្តីល្អយើងបានទេព្រះសម្ដែងថាបញ្ញាំងចោរេហិទុហរាំងមិនអញ្ចឹងប៉ុននេះលួចអត់បានទេគ្មានអ្នកណាលួចយើងបានតែយើងសាងហើយគឺជាប់អាបាបហ្នឹងដូចគ្នាអត់មានចែកឲ្យគ្នាកើតទេប្តីផ្សេងពុនផ្សេងអត់មានថាហេប្តីចែកឯងប្តីឯងឡាញ់ខ្ញុំខ្លាំងលើចែកបាបឲ្យឯងខ្លះនឹងខ្ញុំខ្លះអត់ទេបាបឯប៉ុនចែកគ្នាបានទេរឿងផ្សេងចែកបានព្រះលោកប្រពអំពីខោសុកមាប៉ិនមុនមកខោសុកមាហ្នឹងគាត់ហ្នឹងពីអ្នកប្តីប្រពន្ធហ្នឹងគាត់នៅក្រុងផ្សេងឯងប៉ុន្តែក្រុងហ្នឹងវាកើតអហិវេទរោគទៅវាឆ្លងគ្នាស្លាប់អស់កើតទុរភិក្សដាំអីអត់បានរកអីហូបមិនបានអញ្ចឹងទៅក៏ជំលះពីអ្នកប្តីប្រពន្ធហ្នឹងទៅនៅថាទៅនៅក្រុងផ្សេងដើម្បីរកការងារចិញ្ចឹមជីវិតដល់ធ្វើដំណើរទៅមកកូនខ្ចីផងញោមកាត់សេចក្តីនៃរូតមករឿងវែងនិយាយប្រហែលជា8ម៉ោងហើយបានចប់រឿងហ្នឹងបើអាត្មានឹងបិទភ្នែករកវិធីនិយាយកាត់ធ្វើម៉េចឲ្យញោមឆាប់យល់ហើយចប់ដល់ពេលដើរទៅដល់ពាក់កណ្ដាលព្រៃកាត់ភ្នំភាសាបាលីហៅថាកន្តារៈការធ្វើដំណើរផ្លូវឆ្ងាយហើយជំនាន់ដើមមានយន្តហោះមានអីជិះអត់ទេញោមគឺថ្មើរជើងមានតែស្ដេចទេដែលមានអាទេសសលៃជិះក្រៅអំពីស្ដេចនិងឈ្មួញអ្នករស៊ីធំគឺគ្មានអាទេសជិះទេគឺមានតែថ្មើរជើងទាំងអស់នឹងហើយស្ដេចបានអទេសល័យដោយប្របាទប្រសិទ្ធិកោសលអញ្ចឹងលោកស្រឡាញ់អទេសល័យរបស់គាត់មួយគឺស្មើនឹងជីវិតដោយស្រឡាញ់នាងមល្កាដែលជាមហេសីអញ្ចឹងគឺស្រឡាញ់ស្មើជីវិតដូចគ្នាស្រឡាញ់លើសនាងមល្កាទៀតណាដល់ថ្នាក់អទេសល័យរបស់លោកខូចប្របាទប្រសិទ្ធិកោសលពេលដែលអទេសល័យនឹងខូចលោកលើកយកមកដាក់តម្កល់តាំងនៅក្នុងព្រះរាជវាំងហ្មងកន្លែងទទួលភ្ញៀវអ្នកណាទៅក៏ឃើញអទេសល័យនឹងដែរជិះលែងកើតក៏លោកយកមកតាំងនៅវាស្រឡាញ់អញ្ចឹងណាញោមអទេសល័យរបស់ស្ដេចជំនាន់ដើមថ្លៃជាងរយឥឡូវតម្លៃ5លានទៀតនោះនឹងមានតម្លៃណាស់អញ្ចឹងមានតែស្ដេចទេដែលមានអទេសល័យនឹងអញ្ចឹងប្រជាពលរដ្ឋធម្មតាគឺថ្មើរជើងដល់ទៅធ្វើដំណើរយប់ថ្ងៃទៅវាឃ្លានអត់អាហារញោមអញ្ចឹងប្រពន្ធ3កូនមិនមានកម្លាំងក៏ឲ្យតែប្តី3ម្ដងចាំមើលណាកម្មដែលសាងហើយប្តីប្រពន្ធក៏ចែកគ្នាមិនបានអ្នកណាក៏ចែកកម្មកុសលនិងអកុសលអត់បានហើយជាពូជដែលយើងគួរខ្លាចគួរសន្សំសេចក្តីល្អឲ្យបានច្រើនគ្រប់ខណៈចិត្តមិនគួរប្រឡាក់ដោយអកុសលតិចក៏ដោយឃើញកម្មរបស់គាត់នឹងមិនច្រើនដែលយើងស្ដាប់ទៅបងដោយសារភាពអត់ឃ្លានផងដោយសារភាពហត់នឿយផងបើយើងម្នាក់អ្នកខ្លះគិតថាវាគួរតែຕົកចោលមែននឹងហើយព្រោះបើខំប្រឹង3ស្ពាយតទៅទៀតវាងាប់តែទាំងអស់គ្នាទប់ខ្លួនលែងជាប់ហើយដល់ហេវពេកអត់កម្លាំង3ហុចឲ្យប្តីប្តីពិភាក្សាដើរបដើអស់កម្លាំងបដើប្រាប់ប្រពន្ធអូនណាឥឡូវបើយើងទ្រាំ3កូននឹងទៀតធ្វើដំណើរមិនដឹងថាពេលណាបានដល់ស្រុកភូមិគេឥឡូវនេះកាត់ព្រៃកាត់ភ្នំដាច់បាយដាច់ទឹកបើអញ្ចឹងយើងຕົកកូននឹងចោលទៅអីបានប្រពន្ធនេះអត់ទេញោមស្ទុះទាញកូនចេញពីដៃប្តីបើឯងមិនកាន់ទុកឲ្យខ្ញុំកាន់អាដាច់បាយដូចគ្នាក៏ដោយប៉ុន្តែចិត្តជាម្ដាយនឹងខុសពីឪពុកប៉ុន្តែមិនមែនឪពុកយើងនេះសើមកកើតទេឪពុកក្នុងរឿងនោះទេណាហ្នឹងហើយខុសពីឪពុកចឹងស្ទុះទៅទាញយកកូនពីដៃប្តីអត់ទេបើឯងមិនបីទុកឲ្យខ្ញុំអ្នកបីតែបីស្អីបើអត់កម្លាំងដើមចង់រួចបងណាក៏ទាញផុតពីដៃប្តីដើរបានប្រហែលជំហានឯងហើយខ្ញុំសុំបងជួយខ្ញុំផងហុចឲ្យប្តីទៅប្តីលើកហ្នឹងលែងពិភាក្សាទៀតហើយប្រពន្ធដើរទៅមុខបានផុតបន្តិចផ្លិចខ្លួនទុកកូនចោលក្បែរគល់ឈើទុកចោលហើយដើរទៅអំភើយទៅដល់ប្រពន្ធងាកមកក្រោយបាត់កូនពីដៃប្តីឯងទុកកូននៅតាណារត់ទៅតាមរើសកូននឹងមកលើកទី1អត់ស្លាប់ទេកាត់ស្ដីនៃរូតមកឲ្យវាលឿនឆាប់ចប់
ตกเจ้ารยะเปลมาดองปีดองใบดองประปนจะหอยเอาจังให้จะลวยตกเจ้าเลิกตีใบโกนั่งสลับตื่อาการตกโกนเจ้าบ่ยังโยนลำปีอองท่อนั่งเจ๋ยมาปงใหญ่เหมือนใหญ่เตสนาไงนั่งจองใหญ่ไปเปียมานมัดไหมให้thấyพอจังอาตกเจ้าเราดอกโกนสลับเจ๋ยเหมือนพอเลยนั่งเจ๋ยให้ปฏิเสธจำหัวให้หัวพอเราสลับไปจอบสิจังตกโกนนั่งเจ้าเราดอกสลับเลิกตีใบประปนต้องยุ่มเอาสอบโกนนั่งประเดี๋ยวสมวอไอ้ง่ายแต่เราไปโกนไปสลับให้ไปยืงยุ่มกับขมิ้นบานไอ้มาเวงได้จังยืงปะตอตำนาวแต่หมกเตี้ยโปรยยุบให้ยืงนื้อก็เหมือนเมียนบานไอ้ได้ก็ลวงโลมประปนเพื่อตำนาวแต่กัดสไลในรูดมากัดตีละแต่ดอเตะเสร็จไทยมวยเสร็จไทยบดมวยแต่ดอลcáiปงดับใบสกายcáiสีเอาเนี่ยบำราดับใบสกายสีสกายเสร็จไทยนั่นสีใบจานสัตว์เมียโยมสีสัตว์จานพีเมียสกายบอกเสร็จไทยโยมขณะใบเอาสกายสีจานcáiดับสัตว์จานพีเมียโยมเคยเนี่ยส่งใบตับปุยเตะเรชานนั่งกบบอลให้หนึ่งบาปนั่งวิจัยเซ็งคนนี้ได้นะโยมได้มาทลอบไปเจาะถักเกิดจิตสัตว์สกายแต่เมียนบอลจักน้อมอ่อยสกายนุ่มเมียนมาจักสลังกับไล่เนื้อสะอาดจำในสีงั้นสมบูรณ์สัตว์คล้ายซอกเชียงมาเนื้อคลาเปนั่นคือกอดจับเราเกิดมาดอมเตะเสร็จไทยนั่นก็เลยแต่เคยสกายกับปงสีใบดอถนัดใบสกายสีสระจานเมียสะเพยเมียนักขนมจัดโคลนเองพอสตุตัวตะดาวใบสกายสีบานมามัดให้ยุ่มปะดาตักเนยโฮปะดาวุเคลียนไปตัวตะดาวใบสกายสีไออาสัตว์นี่แต่การนาตัวตะดาวบ่าวเวียไม่โยมเวียปรูเวียอัดเฮียนได้มวยมันนึกเวียปรูดอกปรูลือโซดาสะไทยสัวมายาบ้าวไม่บันสกายอันปรูคลังไหมเมียนาเธอไอเวียจังเนบบ่มร้ายcái cho từ cho nón đáเนบบ่มร้ายcáiหาbaoนั่นเองcho từ đó khơiมันบ่รอนั่งปงอากายใบสกายนั่งสีอัดเธอไอเต้หดตะแผลสุดไทยไว้ลูกสุดไทยเมียนบ่รอปีเนบไปบ่ปนมาเป็นนัสโคมลูกสุดไทยให้ปงกายแต่ดาวใบสกายลูกสุดไทยซีสุดไทยเงี้ยมาเคยจังก่อนนัดเงี้ยไปเลิกเตะมาเคยตามบังอุ้ยนั่งกับแผลเธอไอ้กรมเธอบาปกอดดูใบกอดมาเนี่ยมาจามตื้อให้ดักใบสกายอันซาทำไมตื้อสุดไทยนั่นสลายสกายนั่นไงดักใบสกายอันซาทำไมให้ดูกอดมาเนี่ยมาจามโยมาดอยอ่ำนายในสิ่งใดใส่เคลียนนะใบสกายออกมาโกมบาดให้ดอกเกดใบออกมาจานที่กายยอดออกมาจานเตียดปะปนนี่บานใบให้เลิกจะมาด่ามอดโฮตึกในเล็บอดรวยตีเชี่ยใบเจงปีมอดมาวิ่งโดยสายโยมนักโกนปะปะได้อดเมียนด้กายยอดโยมองดังปะได้ปีน่ะนี่ไงกายยอดออกมาจานเตียดเต้ากะเล็กแต่มือใบปะปนเนาะปะปนขณะเคยปะได้มือแต่ใบครูนไอ้ดังจัดปะได้เอาประเดี๋ยวอันเอาเคลียนนะจังบองว่าไอ้พิซาจ๊อกขยมอัดพิซาตีเอาไหนอัดฮบเต้ถ้าดังไงขยมมันพิซาตีบองพิซาจ๊อกการลือแต่บองพิซาจ๊อกเตียนมาไก่ยอดออกมาจานตีใบจานมันยังใบไก่มาจานบอไอ้มาจานบอปปนมาจานให้จ้าเปียดยังทำไม่ออกมาแต่ยังตับชัวใส่แต่ทัวกาเดาเนยฮอตคลังเพลียมนั่นเกี่ยวเอายังฮบใบฮบตักดักหัวประมาณไปเต้บ่ฮบตักก็เกรติกสันได้จำแต่เจ้าใส่จำกุยบัดฮอตจำฮบไอ้บานเจริญมันยังนะโยให้อากาเปออดใบบัวไงเหรอเพลิงทิศเบียดดดของเราจะหาหนึ่งว่าอดตอนระเบียบโดยตาจุยยังนะเมื่อฮอลจังได้เชียวดอกเปจ็ดได้เชียวตื่นต่อดอกจังดอกเคลียนะมือตัวสกายโนติสอะสกายปงซีอะanh cờ chỉ mà nô mày cầu về tình yêu mày nắc nông chặt chăngปงตื่นต่อจัดได้เชียวไม่cầu về tình yêu mà lấy anh cao chia mình nô với cô ta thay thâuแต่anh rô ta bài xì banแต่อาเตะได้ชานนี่เวียนเอาchỉ môi lục sẽ thay vì xì sát ta bài chàn miền nẹt bẩm ra lược bài lược tật ở vì anh tăng chất thà bờ sân chỉ anh đại cho tao anh chụp trong cao chỉ mình nước anh xong cao chỉ côn sky bỏ sky đang mà ai chẹo quan này chất nè nông bà phải thóm nhôm sắc xa phải thóm tầm một việc à bé sầm đai thay chẹo và nãy nó cái này chất nó phải stu tàu cái này stu tàu say cứ viên đâu à năng môn bон baปีมนเธอใส่มาตอนเกิดเนี่ยนั่งแต่การเจียววันในเจ็ดนั่งไปเตาใส่คือไปเตานั่งมุนเตาเก้ากับไหลนั่งมุนโดยแพร่ไปโคซองหมองลูกจอบจะแปะนั่งจีวได้จ้อตอนบานตอนซัวตอนไอ้สันนี่ตึกเก้าจีใจในจีวนั่งออกมาตัดสันเคยเนี่ยการเจ็ดนั่งไปเตาใส่มุนไปเตานั่งมุนจังบานจ้าลูกแต่งเธอกรรมวิธีโซดกาวดาโซดเอายืงต่างออกเนี่ยไปชื่อทั้งหมดนั่งกับอารมณ์ยืงไปตะกัดจะมวยโกนมวยเจ้ามวยตรอบมวยเงียดมวยไส้ต่างอารมณ์นั่งมูเนาดังทอจังกอดเมียนตุ่มเลี้ยมตุ่มรอบล้อน่ะโดนตาขมายยืงจังบานแต่นายชื่อทั้งหมดเป็ดกันเลยเมื่อกี้มนโลอัตโซดได้เลิกอาจารย์โซดทอพอดำใบไอ้ดำใบอารมณ์บกอดสงบก็มอยกัดไอ้เฉินจอบจะแปะเฉินปันกอดนั่งบนได้จ้านึกเคยแต่อันเบอร์เก้าจีมันนึกเวทนี้จังเก้าจีนาแรงจังเก้าจีมันนึกส่งเก้าจีโกนสกายบอลโลกเสียไทยนั่งหมองก็ได้จ้าพังtrong bùa sky đang tàu nhiều đó là
nhiều mai rương đang về nhà bà mà họ lại cắtទៀតđó là cao trong phố sky nó ban sky nó cao côn vậy cao côn mà mỏng nè bà pôn ấy sẽ thay ảnh nát có xuôn noam tao thọ ọt miên bà đây slap tao chân tao ọt miên nhiệt ấy tiết tê tham mà ro ca nghe thưa sọc phô mày chơi cao hệ việt tờ cao tụ rồi phật ro ấy man còn đau xoay ro trong sen cả lại sen đầm bay ro nâu chỉ môi bà đây còn slap hay tay tao luôn tao mối kia ảnh nát cái áo thưa ca đập tẹt năng tử nè nhổm đó là con sky năng việc cao máu việc đăng bà pôn về với sao lạnh nè tam bà pôn hai thay là sao sẽ thay che na cho về tâm màu về mà nữa với che nè sẽ thấy sờ lạnh đôi côn và cao chừng, tôi sẽ thấy ọt miên côn nó, sờ lạnh hay lục sẽ thấy tay nhà rót tận nếp phải chạy cả pot mau từ tua pot riêng rồi ngày sờ, hay ao từ tàu rót tận nếp hao côn nâng tàu cả tôi bị cởi đó cái rót ta mà bọc cái nâng hay ao từ lư pe na lục sẽ thấy hao ao côn mi hao bọc còn là lư tập piện nông kịp bọc của tôi rút tọ ao sẽ thấy cứ sờ lạnh nè, bỏ hay nhôm thom mà chiết sạt lơ lục này miên mà nước na đai smart trong chiên tệ để chan tê hai bờ tệ để chan miên tệ để chan na smart trong chiên sky đang tiệt tê nhôm anh mình sẽ bãi chặt chỉ môi viết tiên tờ bong pan co đai mà quay viết bay tờ bong pe năng về rốt tranh về dương pan dục lang sai lang khẩn à viêng coi cái bay là bong ở toàn hiên châu tét lại thầu tờ bong tiệt cả đó câu viết ở tàu này ngay đây khẩn là lư sâu sầm lê dương hao ta tròn thì họ chẳng tịnh miền một trò nó nên ngọt vào thà ở tia họ ta ở miền mé đấy tia alo tia ấy xe nhá bỏ nè ở tia ho co dân cho nè bộ sky bò tê cái chợ này tròn đi tròn đây chẳng tia ho co chân cho khả là lư so co nó bọc cái tôi rút một lật chương dương phim ọt kịch tham môn năng mày cha anh vay anh bay đầu bó ngọt tê cứ khả là lư hao một việc phim cứ lột cho con một lật chương bọc cái tôi quay dương phim nhung khơi nhé hay mình nữ dương công tha đo quay bay tờ bó con khác cỡ là mai chạy đây oi ọt smile nếu bị cắt ca mai về cháu nhung khơi nhé chẳng pil khác tệ để chán nâng với smart trong nâng dương tại dương ta làm sao smart thoáng vì thầu sẽ ăn cô nó khơi khoáng nó khơi nhảy mình nữ dương thế mình smart mùi với pan đại viên này smart nâng dương này trong vay của man tờ bó còn đâu là mình lật chương dương đây còn về cắt tờ một đó tập pil cao máu sẽ thay tay nom sky nâng từ rót tận niệm phải chạy cả pôn mau từ tua pot á về nà tới hao từ hay đòi trắng từ mau rồi ngày sau trắng vì chăm flow trắng ngày mỗi sẽ thay và đam bỏ bật bọn để chầm ráo ngày coi bậc nhom chăm bàn màu thế nhom chào con nhom bọn mong muốn chỉ nuốt tao bọn mình bậc canh thế thấy cho lúc sẽ thấy đại miền côn vì ná thằng nào tôi mau bị tam họ ngày đó nó ngay con nhom bọn thà ở đây mau có ta tha con từ tua đây ngày khởi khả năng phép thà côn pro mi hợp bốc tàu rót tận đi phải chạy cả một côn cái bọc của tôi văng rốt tê dầm đau tao cọt lột hay cắt prey cắt ấy trong tôi kịp pru đánh nhà của bột prey nó khai miên sạt lột đào máu sạt về tịnh về cam lột che này cho về tâm màu về mình hứa nhớ che này cắt sẽ đây này rụt màu đào pe rót tận đi lột ca pe lột chẳng bạch phải che than nom đào plau khóc plau ấy thế này quen chẳng ai chứ rương nó đôi tham thọ phải chạy chở năm mò hai đá nhiệt nhôm trong sáp châu tộc không sai ăn miên lồng ắt lâu mà cắt rút ở vô hai hay phò pi mặt nè đào pe ca pe lột chẳng ạ vì che chẳng vì ca pe khai sắt mà dê lột ấy đánh prey đào nòm một lột miên prey miên cặp bột ấy vì pru vì cặp vai bay buôn chung cầm oi miên sắt ấy tranh một khăm một chặt lột chẳng ạ chị ấy tiệt hái np để việc ca pe lột chẳng vì chị ấy tiệt hái vì chị hai đọt đài hai tay nè lâu nè hai vì mà cao chỉ con cái anh đang chỉ phò rồi còn nãy đòi pe việc ca pe lốt chỉ hai tiệt rồi tục con cháu chỉ hai tay bỏ tí tiết dừng vô hai phò cho bà họ đòi pe việc ca pe lốt nó hai tiệt rồi đòi pe nó ngay lốt chanហើយngày nó lốt phải nhập tập nông con tầm miết đầm bay chầm rợn sầm bát pro pre rồi hón lốt chan mà ngày lốt ọt chừng han mà tết ấy dừng lốt tay chầm rợn sầm bát trôi chiên ấy mà tết ấy nhung ọt miên vào ấy bỏ mà tết ấy nó ọt chừng han bỏ không bay đói nhiều mớ sặc sà mớ pre rồi hón copy tham à mền tham á đấy nè mà của bọn ấy ọt rồi pan pre rồi hón pe lục trôi chiên mà tết ấy nó nè ọt chẳng hạn pe tranh chạ chiên mà vĩnh nó lục tranh từ ban ma thom mà đà chẳng pro sạt thom mà đà chẳng lục phải nhập tới lục ọt muốn đào tham chưa ngày nó lục nhang ắt thị vật thị pro để rật tranh phật tẹt sẽ thay tay tới chăn hỏi tranh phật tẹt sẽ thay tay tới hay với xà lạnh lục à sờ lạnh prep chơiกับพดนะจะตั้งไปtạoการดังขนาดมาเคยแต่มกโลกละโหดนั่งไปเสร็จไทยรัตนีโลกแต่ชันละโหดไปสลายโลกอ่ะโยมจะนำมือ
ផ្ទះស្រុកខ្មែរក៏ដោយនៅអាមេរិកក៏ដោយចំណាំតែផ្ទះណាដែលស្រឡាញ់ប្រសង់ស្រឡាញ់សក្តីល្អឲ្យតែឃើញយាយជីស្លៀកពាក់សឃើញលោកទៅឆ្កែរត់មួយលិតជើងដឹងតែផ្ទះហ្នឹងផ្ទះអ្នកធ្វើបន់ហ្មងតែបើថាវាឃើញយាយជីស្លៀកពាក់សហើយនៅឃើញលោកទៅវាដេញព្រុសតាំងពីចងាយផ្ទះហ្នឹងអត់ដែរទៅបន់ហ្នឹងអារឿងចំណាំមួយដែរបងដល់វាឃើញលោករាល់ថ្ងៃអញ្ចឹងវាចំណាំលោកវាស្រឡាញ់លោកហើយវាស្រឡាញ់ជាងគេហ្នឹងស្រឡាញ់ត្រង់តែលោកឆាន់ហើយបោះឲ្យវាឆ្អឹងម្ដុំអញ្ចឹងរាល់ពេលអញ្ចឹងដល់ពេលហ្នឹងថ្ងៃហ្នឹងលោកអត់ដើរថ្មើរជើងលោកហោះដល់ហោះវាអត់ដែលឃើញលោកហោះវានឹកក្នុងចិត្តណាតិរិឆានវានឹកក្នុងចិត្តថាអូប្រហែលជាលោកស្លាប់ទៅចោលអញហើយលោកហោះទៅចោលលោកលែងមកទៀតអីព្រោះហោះឡើងទៅលើមេឃវាអត់ដែលឃើញលោកហោះវាឃើញតែលោកដើរធម្មតាអញ្ចឹងដល់ថ្ងៃហ្នឹងលោកហោះទៅវាសង្វេគពេកស្ដាយយំព្រុសហ្នឹងចង់បញ្ជាក់ថាដេចគុណទៅណាវាចេញមកពីមុខផ្ទះឃើញលោកហោះអញ្ចឹងវាស្រែកព្រុសវោដេចគុណទៅណាបើអត់ចេះស្ដាប់មកប្រែស្ដាប់ដេចគុណទៅណាហ្នឹងហើយកុំតែចោលកណាដល់វាសំណោះពេកទៅវាបែកទ្រូងស្លាប់ទៅញោមបែកទ្រូងស្លាប់ទៅគ្រាន់តែស្លាប់ភ្លាមទៅសោយសម្បត្តិទឹកនៅក្នុងស្ថានទេវលោកនាមទេវបុត្រហ្នឹងហៅថាខោសកៈទេវបុត្ររឿងហ្នឹងសអជាតិច្រើនចឹងបាទអាត្មាថាបើនិយាយលំអិតម៉ោង8ម៉ោងអត់ចប់ទេរឿងហ្នឹងចាអាត្មាលើកខ្លីប្រហែលជា20នាទីចប់និយាយគាត់សុំ3ម៉ោងថែមហ្នឹងដល់ទៅទេវលោកមិនបាច់បញ្ជាក់និយាយចុះពីទេវលោកមកវិញហ្មងនៅទេវលោកក៏អស្ចារ្យដែរគ្រាន់តែខ្សឹបប្រាប់ទេវទេពទេតាដែលជាមហេសីដែលជាប្រពន្ធនិយាយប្រពន្ធអញ្ចឹងហ្មងគ្រាន់តែខ្សឹបប្រាប់ទេពទេតាដែលជាប្រពន្ធសំណប់ហ្នឹងគ្រាន់តែខ្សឹបអត់ហ៊ាននិយាយឮទេអា6ឋានហ្នឹងគេឮទាំងអស់ដោយសារអីបាទសំឡេងហ្នឹងគ្រាន់តែខ្សឹបឮអស់6ឋានដោយសារកាលដែលនៅជាឆ្កែធ្វើបន់យកសំឡេងទៅធ្វើបន់អញ្ចឹងសំឡេងគាត់ហ្នឹងគឺគ្មានលាក់បាំងអ្នកណាបានទេតែហាមាត់ចេញមកអាណាក៏ដឹងដែរហ្នឹងកាត់សេចក្តីនៃរូតមកដល់ចុះមកកើតជាមនុស្សកុំឲ្យវែងចុះមកកើតជាមនុស្សបាននាមខោសុកុមារនឹងឯងពេលដែលមកកើតជាមនុស្សត្រូវទទួលផលហើយពេលហ្នឹងចាប់ដើមទទួលផលហើយអាទុកកូនចោលជាមើជាហេតុអាម៉េចហើយត្រូវមកទទួលផលអាម៉េចហើយអាការពារលោកជាហេតុដល់មានផលជាស្អីដែរញោមដល់កើតជាមនុស្សកើតក្នុងកូនក្នុងផ្ទៃនៃស្ត្រីបេសកចាប៉ិនយើងនិយាយពាក្យមិនពិរោះយើងថាបេសកចាប៉ុន្តែបើសម័យព្រះគេអត់ហៅអញ្ចឹងទេគេហៅពិរោះស្ត្រីសោភិនីសម័យព្រះគេហៅស្ត្រីសោភិនីហើយយើងក្រោយទេដែលយើងចេះហៅស្ត្រីបេសកចាប៉ុន្តែតាមពិតសម័យព្រះគេហៅពិរោះស្ត្រីសោភិនីក្រោយពីសម័យព្រះមកគេហៅស្ត្រីផ្កាមាសនឹងវាវិវត្តរហូតអញ្ចឹងណាសម័យព្រះគេហៅស្ត្រីសោភិនីញោមសម័យព្រះមានអ្នករស់ស៊ីអញ្ចឹងដែរតាគេហៅស្ត្រីសោភិនីក្រោយមកគេហៅស្ត្រីផ្កាមាសក្រោយមកបានយើងហៅស្ត្រីដូចថ្មនិយាយមិញហ្នឹងហើយរាល់ថ្ងៃនេះគេលែងហៅអាហ្នឹងទៀតគេហៅស្អីអញ្ចឹងទៅហើយដល់សម័យទំនើបនេះគេលែងហៅអាហ្នឹងទៀតគេហៅណៃឡៃហ្នឹងស្ត្រីពេរិត្រីអញ្ចឹងដល់កើតក្នុងផ្ទៃនៃស្ត្រីសោភិនីញោមដឹងហើយបើកើតក្នុងផ្ទៃស្ត្រីសោភិនីបើកាលណាកើតមកជាកូនស្រីគេទុកចិញ្ចឹមបន្តដើម្បីអីដើម្បីបន្តការងារពេលគេចាស់ទៅដូចគេអញ្ចឹងប៉ុន្តែដល់កើតមកដោយអាត្មាគេគិតថាអត់ប្រយោជន៍ចឹងគេខ្ចប់កណាប់យកទៅចោលធុងសម្រាមទៅលើកទី1ញោមអាពេលកើតមកភ្លាមគេឃើញដូចអាត្មាហ្នឹងគេខ្ចប់យកទៅចោលធុងគេថាអត់ប្រយោជន៍ទុកទៅអីចឹងគេខ្ចប់យកទៅចោលធុងសម្រាមអាហ្នឹងជាអីហ្នឹងជាផលហើយទី1ផលលើកទី1ញោមឃើញទេហើយបើយើងពិចារណាតាហេតុអីបានជាស្ត្រីហ្នឹងក៏ចិត្តដីរដ្ឋីកាលកណីម្លេះធម្មតាធម្មជាតិជាស្ត្រីចិត្តមិនអាក្រក់ដល់ម្លឹងទេអញ្ចឹងញោមឃើញអ្នកណាចោលកូននៅក្អមអ្នកណាចោលកូននៅពេទ្យអ្នកណាចោលកូននៅតាមផ្លូវកុំជេរម្ដាយគួរពិចារណាដល់ហេតុអញ្ចឹងឃើញកុំជេរអាម្ដាយហ្នឹងតែចិត្តដីរដ្ឋីវាសិតតែមានហេតុអីបានកើតមកត្រូវគេយកទៅចោលធុងសម្រាមដោយសារពីមុនឯងទុកកូនចោលដែរញោមឃើញទេហ្នឹងដល់យើងយល់ហេតុអញ្ចឹងយើងអត់ទៅកើតទុកក្តៅកាហាយជាមួយអ្នកចោលយើងទេចឹងបានមកទៅបញ្យល់ក្មេងៗក៏ព្រាធ្វើបាយឲ្យគាត់ហូបអីទៅបញ្យល់អីមកតែងបញ្ជាក់ពីហេតុផលអញ្ចឹងគាត់ស្រាលផ្លូវចិត្តរបស់គាត់អត់គុំគួនម្ដាយឪពុកដែលទុកគាត់ចោលទេចឹងលើកទី1គេចោលនៅធុងសម្រាមទៅទៀតចប់អត់ទេប៉ិនចិត្តចប់ហើយចូលដល់ហ្នឹងចិត្តចប់ហើយលើកទី1គេទៅចោលធុងសម្រាមប៉ុន្តែអត់ស្លាប់ទេញោមដោយសារអីដោយសារត្រូវទទួលផលដែរគឺផលត្រូវមានអ្នកការពារដោយសារកាលគាត់នៅជាឆ្កែគាត់ការពារលោកដែរញោមឃើញទេចឹងត្រូវមានអ្នកការពារដូចគ្នាគេចោលធុងសម្រាមចៃដន្យថ្ងៃហ្នឹងមានសេដ្ឋីម្នាក់នៅក្នុងក្រុងសាវត្ថីហ្នឹងគាត់ទៅព្រះបរមរាជវាំងទៅជួបគ្រូគេទោះទាយព្រោះកូនគាត់ប្រពន្ធគាត់ចិត្តគ្រប់ខែនោះចឹងទាយមើលកូនកើតថ្ងៃណាល្អថ្ងៃណាល្អ
ស្រាប់តែគ្រូហោរាឲ្យញោមធម្មតាបរិយាជាគ្រូនៅក្នុងវាំងសំបីតែស្ដេចក៏ជឿដែរមុនទៅធ្វើសង្គ្រាមបើបរិយាជាគ្រូថាមិនឲ្យទៅអត់ទៅទេអត់ចេញតបទេអញ្ចឹងគឺអ្វីគ្រប់យ៉ាងស្រាប់បរិយាជាគ្រូនឹងគឺឆុតឧបមាដូចយើងមើលត្រីវិស័យអញ្ចឹងជំនាន់ដើមអត់ទាន់មានត្រីវិស័យគឺគេពឹងលើបរិយាជាគ្រូហ្នឹងឯងអញ្ចឹងបរិយាជាគ្រូទាយថាអ្នកណាមានកូនប្រុសកើតក្នុងថ្ងៃហ្នឹងនឹងបានទៅជាសិទ្ធិធំជាងគេទាំងអស់ក្នុងលោកហ្នឹងអញ្ចឹងសវ៉ាថ្វាយអង្គមលាស្ដេចលាអាមាត្យលាមន្ត្រីឡើងអាទេសល័យឲ្យកូនចៅដប់សវ៉ារត់មកផ្ទះឲ្យលឿនដើម្បីទៅមើលពុះប្រពន្ធកើតនៅប្រពន្ធចិត្តគ្រប់ខែហើយនោះឲ្យគ្រូបរិយាជាគ្រូថាអ្នកណាមានកូនប្រុសកើតក្នុងថ្ងៃហ្នឹងនឹងបានជាធំលើគេគ្មានអ្នកណាអាចយាយីបានជាធំលើគេគ្មានអ្នកដតីឯណាយាយីកូននឹងបានគឺជាមនុស្សប្រុសដ៏អស្ចារ្យបើបានកូនប្រុសកើតក្នុងថ្ងៃហ្នឹងស្រាប់ទៅរត់ដល់ផ្ទះបើកគោនេះបំបោលគ្នាចង់ងាប់ហ្មងដល់ផ្ទះមកដល់ផ្ទះរត់ឡើងទៅលើផ្ទះទៅមើលពោះប្រពន្ធកើតឯនៅប្រពន្ធអត់តាន់ឈឺពោះផងហើយអញ្ចឹងអាណាកើតកូនថ្ងៃហ្នឹងអញ្ចឹងអាម៉ាតអាបាវពួកឯងនាំគ្នាដើរសួរមើលអ្នកស្រុកដើរស៊ើបមើលមានអាណាកើតកូនថ្ងៃហ្នឹងដល់គេអ្នកមានគេស៊ើបគេដឹងកូនចៅគេខ្សែបណ្ដាញគេច្រើនអញ្ចឹងគេស៊ើបទៅគេដឹងថាអូមានស្ត្រីសោភិនីម្នាក់គាត់កើតកូនប្រុសមួយប៉ុន្តែសួរទៅគេនាងយកទៅបោះចោលក្នុងធុង5បាត់ហើយចុះឥឡូវអាណាទៅរើសនោះថាមានគេរើសយកទៅចិញ្ចឹមហើយអញ្ចឹងសេដ្ឋីថាឯងយក1000កហបណៈទៅលុះពីអ្នករើសចិញ្ចឹមនឹងយកមកឲ្យអញញោមរឿងហ្នឹងគឺមានកតិអប់រំល្អណាស់អាចចិត្តដែលលោភចង់បានពេកក៏វិនិច្ឆ័យដែរវិនិច្ឆ័យហ្នឹងញោមឃើញសេដ្ឋីហ្នឹងហេតុតែលោភចឹងប្រាប់ឲ្យអ្នកបំរើថាឯងយកលុយ1000កហបណៈហើយ1000កហបណៈពីជំនាន់ព្រះមិនដឹងថាតើដូរជាដុល្លារឥឡូវមិនដឹងបានប្រមាណលានណាញោមថ្លៃចឹងឯងយកប្រាក់1000កហបណៈទៅលុះអ្នករើសនឹងយកមកឲ្យអញចឹងរើសកូនលុះមកនឹងមិនមែនលុះយកមកចិញ្ចឹមទេលុះយកទៅសម្លាប់កូននឹងចោលកុំឲ្យកូននឹងវាបានធំជាងកូនអញដែលមិនទាន់កើតទេព្រោះអាហ្នឹងវាកើតចំថ្ងៃល្អញោមឃើញព្យាបាទគេក៏វិនិច្ឆ័យអាលោភពេកក៏វិនិច្ឆ័យដែរហើយកូននេះមានតែព្យាបាទវាបានហើយណាដូចគ្រូនឹងទាយត្រូវមែនអត់មានអាណាព្យាបាទវាបានទេប៉ុន្តែកម្មរបស់វាត្រូវតែគេធ្វើបាបចឹងហ្មងអញ្ចឹងសេដ្ឋីហ្នឹងចង់សម្លាប់ទៀតហើយខ្ញុំឃើញអាចង់សម្លាប់ហ្នឹងជាផលរបស់គាត់ហ្នឹងដែលទុកកូនចោលដូចគ្នាដែលត្រូវទទួលគេចង់សម្លាប់អញ្ចឹងឯងវិចកូនហ្នឹងយកទៅដាក់នឹងផ្លូវអទេសសេះបលឹមឡើងអ្នកបអទេសសេះរាប់រយជាន់ងាប់ហើយគ្មានរស់ទេហើយយកទៅដាក់នៅអទេសសេះតើដាក់អទេសសេះបលឹមឡើងចិត្តភ្លឺម៉ោង4អ្នកបអទេសសេះចេញទៅរកស៊ីណារាប់រយអទេសណាមកដល់អាសេះនោះវាអត់ទៅមុខវាឈប់ដើរវាខ្លួនវាតែម្ដងវាឈប់ដើរអញ្ចឹងថាមានស្អីដុំនៅមុខហ្នឹងព្រាលហ្នឹងងឹតសេះអត់ធ្វើដំណើរវាយមិនក៏វាមិនទៅមុខអាអ្នកបអទេសសេះហ្នឹងចោះទៅឃើញកូនង៉ែតហ្នឹងរើសយកមកចិញ្ចឹមទៀតហើយអញ្ចឹងសេដ្ឋីសួរទៀតមិនអាបាវងាប់ឯនៅថាមិនតាន់ងាប់ទេមានអ្នករើសយកទៅចិញ្ចឹមទៀតហែងទៅយក1000កាប់ដាក់ទៅលួសមកអញទៀតលួស2ដងហើយញោមចាំរាប់មើលគ្រាន់តែគេបោះចោល1ដងណាហើយសេដ្ឋីនេះអស់លុយប៉ុន្មានដែរអញ្ចឹងទៅលុះមកលើកទី2ហែងយកទៅបោះចោលនៅលើជ្រោះឡើងទៅលើកពូលធ្នំទម្លាក់ពីលើចុះមកហើយអាគ្នាអ្នកបំរើនេះគេប្រើស្វែងស្ដាំហើយដើម្បីជីវិតញោមអញ្ចឹងគេខ្ចប់នៅកណាត់សពុតកុំឲ្យអ្នកស្រុកឃើញក៏ឡើងទៅដល់លើកពូលភ្នំបោះទម្លាក់ពីលើចុះមកក្រោមស្រាប់តែវិលអាខ្យល់ហ្នឹងជាមួយនឹងកណាត់ហ្នឹងវិលមកដល់ធ្វើចង់ឈើស្រាប់តែវាដូចចងរឹងឲ្យវាដេកចឹងហ្នឹងអាធ្លាក់អាកណាត់ហ្នឹងមកមុនទៅលើចុងឈើអាកូនហ្នឹងមកតាមក្រោយមកជាមួយមកជាប់នៅលើកណាត់ហ្នឹងមានព្រានប្រមាញ់ម្នាក់គាត់បបាញ់ឬសូរសំឡេងក្មេងស្រែកយំរមើលចុះឡើងឃើញក្មេងលើចុងឈើហ្នឹងយកទៅចិញ្ចឹមទៀតហ្នឹងចឹងសេដ្ឋីសួរម៉ែអាបាវងាប់ឯនៅថាមិនតាន់ងាប់ទេមានគេយកទៅចិញ្ចឹមទៀតហើយមិនបាច់និយាយរឿងសើបឯវែងឆ្ងាយគេយកទៅចិញ្ចឹមទៀតហើយចឹងឯងយក1000ទៅលួសមកទៀតចឹងលើកទី3ហ្នឹងសឹងអាអត់ចង់ឃាញមើលមុខអាក្មេងហ្នឹងចុះវាមិនវាបានជាអញសម្លាប់វាអត់ស្លាប់ឥឡូវឯងយកទៅដាក់មុខក្រលគោអញបលឹមឡើងនាយកងវាលតាបើកកោលគោមកគោអញរាប់ពាន់នឹងជន់ងាប់គ្មានរស់ទេចឹងតដាក់មុខក្រលគោកាត់សេចក្តីនៃរូនមកនាយកងវាលនេះបលឹមឡើងម៉ោង4ម៉ោង5គាត់ឡើងបើកក្រលគោឲ្យគោវាចេញចឹងបើកទៅស្រាប់តែមេគោមួយនោះវារត់ស្ទុះមកមុនគេក្របចិត្តចឹងហ្មងវាអត់ឲ្យអាគោផ្សេងជាប់ទេចឹងអាគោផ្សេងជិះផុតសងខាងចឹងមកញែកសងខាងនៅតែមេគោកដាលមួយហ្នឹងហើយដល់សល់មេគោមួយក្រោយគេអត់ចេញពីក្រលនៅមុខក្រលហ្នឹងក៏នាយកងវាលនេះទៅមើលទៅឃើញកូនង៉ែតរើសយកមកចិញ្ចឹមទៀតសេដ្ឋីសួរមិនអីងាប់ណាស់បើថានៅទេនាយកងវាលរបស់លោកសេដ្ឋីហ្នឹងរើសយកមកចិញ្ចឹមទៀតឯងទៅយកពីវាមកឲ្យអញលួសអស់1000ទៀតហើយអ្នកទាំងអស់ហ្នឹងហេតុអីបានរើសកូនហ្នឹងមកគេលួសសក់ចិត្តយកលុយមិនយកកូនថាដោយសារបតុនចិត្តដោយកម្មហ្នឹងវាបតុនថាត្រូវតែឲ្យគេចឹងមកហ្មងចឹងលួសឲ្យគេរហូត
លើកទី5នេះចាប់ផ្ដើមយកទៅចោលនៅព្រៃខ្មោចហើយយកទៅបោះចោលនៅព្រៃខ្មោចព្រោះព្រៃខ្មោចហ្នឹងតាសាកសពញោមក៏ដោយអាត្មាក៏ដោយគ្រាន់តែបោះពុកណាអាសត្វកាយសាហាវវាហាយចែកគ្នាស៊ីអស់អញ្ចឹងអ្នកបំរើយកទៅបោះចោលព្រៃខ្មោចទៅវាមានតោមានខ្លារត់មកស្ទុះពេញទៅហ្នឹងមែនប៉ុន្តែអត់ធ្វើអីវាទាំងអស់នៅជុំកូនង៉ែតហ្នឹងនិយាយទៅវាដូចអភិនិហាអស្ចារ្យណាញោមប៉ុនណាខ្ញុំឃើញគឺអស្ចារ្យណាស់ដោយសັບកាចសាហាវដែលធ្លាប់តែស៊ីសាច់ជាអាហារវាទៅជាលំគ្នាលែងស៊ីសាច់មកការពារកូនហ្នឹងហើយមាននាយកងវាលប្រពែមកវងមេប្រពែមួយឲ្យតែល្ងាចឡើងវាបែកពីវងចូលទៅក្នុងព្រៃនឹងខ្លួនវាបតុនចិត្តមโนមេបតុនចិត្តមេប្រពែហ្នឹងល្ងាចឡើងបន់បោះកុមារហ្នឹងត្រូវបតុនចិត្តឲ្យមេប្រពែហ្នឹងវាដើរចូលបែកពីវងទៅក្នុងព្រៃហ្នឹងបំបៅដោះកូនហ្នឹងរស់ល្ងាចចឹងអាអ្នកកងវាលប្រពែនេះរឿងវាវែងប៉ុន្តែបើអាត្មានិយាយតាមដំណើរវាវែងក៏និយាយប៉ុណ្ណឹងក៏អាចយល់បានដែរចប់แล้วហ្នឹងហើយហើយដល់ពេលដើរចូលដល់ក្នុងព្រៃតាមចេះឆ្ងល់ចឹងមិនបានប្រពែអញមេប្រពែមួយហ្នឹងឲ្យតែល្ងាចឡើងដើរចូលបាត់ចេញពីព្រៃមកល្ងាចដើរចេញពីព្រៃមកវាទៅណាវាបែកពីវងរាល់ល្ងាចហ្នឹងថ្ងៃហ្នឹងតាមទៅមើលទៅដល់ឃើញពងបំបៅកូនហ្នឹងរើសកូនហ្នឹងយកមកចិញ្ចឹមទៀតចឹងសទ្ធិសួរមិនអាបាវងាប់ទៅថាអត់ងាប់ទេនាងវាលពេរើរៀនតាជាឯងយកមកពាន់ទៅលួសមកវិញទៀតចង់ក្រឲ្យសទ្ធិនេះក៏លួសដល់អញ្ចឹងលើកហ្នឹងអាបាវឯងមិនបាច់យកវាទៅសម្លាប់ទៀតទេអញដឹងតែមិនស្លាប់ហើយអញ្ចឹងគ្មានវិធីសម្លាប់វាទេឥឡូវឯងចាំចោះប៉ុន្តែមិនឲ្យវាដើរទៅចិត្តសាលារៀនដាច់ខាតព្រោះអញ្ចឹងទុកគ្រាន់តែធ្វើជាខ្ញុំកុំឲ្យរៀនអសរវាគ្មានបានធ្វើធំកើតទេហើយកូនសេដ្ឋីកើតហើយពេលហ្នឹងគ្រាន់តែខូសុកុមារនេះកើតបានតែប្រហែលថ្ងៃកូនហ្នឹងក៏កើតមកតាមក្រោយណាម៉ានិយាយរៀងកាត់វាលឿនពេកអាកូនគាត់ហ្នឹងក៏កើតមកចង់ធំដឹងក្តីដែរហើយអាក្មេងនេះដល់ពេលសម្លាប់យូរទៅវាកាន់តែធំទៅវាអត់ស្លាប់ចឹងឯងឈប់សម្លាប់ទៅចិញ្ចឹមវាទៅប៉ាន់កុំឲ្យវារៀនឲ្យសោះកុំឲ្យវាដើរចិត្តសាលាឲ្យវានៅតែខ្វៀលប្រពែឲ្យវានៅតែកើបអាចកបីហ្នឹងទៅបានហើយនៅជាមួយនាយកងវាលទៅបានដែរកុំឲ្យវារៀនកុំឲ្យវាមកចិត្តសាលាឲ្យសោះញោមហើយគេចិញ្ចឹមយូរទៅធំទៅកាត់សេចក្តីនៃរូតមកដល់ពេលមើលទៅអានេះវាអត់រៀនមែនប៉ុន្តែវាដូចឆ្លាតវាចេះយកចិត្តទុកដាក់សំបីនាយកងវាលក៏ស្រឡាញ់វាយកចិត្តទុកដាក់ហើយវាចេះបណិបណៈយកចិត្តឯងជាសេដ្ឋីហ្នឹងហើយវាហៅតាលោកសេដ្ឋីពីរអ្នកប្តីប្រពន្ធហ្នឹងហៅតាម៉ែហៅតាឪវាបើកភ្នែកមកវាឃើញតាពីរអ្នកប្តីប្រពន្ធហ្នឹងឃើញតែសេដ្ឋីហ្នឹងឯងវានៅក្នុងផ្ទះសេដ្ឋីអញ្ចឹងវាហៅសេដ្ឋីតាម៉ែតាឪអញ្ចឹងដែរសេដ្ឋីហ្នឹងក៏មិនប្រកាន់អីដែរហៅមិនក៏ហៅទៅប៉ុន្តែអត់ឲ្យរៀនទេគេគ្រប់គ្នាកូនហ្នឹងវាដឹងថាសេដ្ឋីពីរអ្នកហ្នឹងដូចជាឪពុកដូចជាម្ដាយយើងហៅតាឪពុកហៅតាម្ដាយញោមដល់ពេលសេដ្ឋីអង្គុយមើលពីលើផ្ទះមកទេបើសិនជាមិនសម្លាប់ចោលទេច្បាស់ណាស់អាកូននេះវាឆ្លាតណាស់ប្រហែលជាដូចបរិជាគ្រូទាយមិនខុសទេអញ្ចឹងរកវិធីសម្លាប់ម្ដងទៀតអញ្ចឹងតសេกระดาษមួយដាក់ចត់ម៉ាយតសេចត់ម៉ាយមួយវិចនឹងជាកម៉ាមកខាងដាក់មាសមកខាងទៀតដាក់អាសម្បត្តិហ្នឹងហើយឲ្យខូសុកកម៉ានឹងឯងយកទៅឲ្យនាយស្មូនឆ្នាំងនៅក្នុងសម្បត្តិហ្នឹងគេតសេថាបើសិនជានាយឃើញកុមារនឹងដល់ពេលណាដុតចោលពេលហ្នឹងទៅបោះចូលក្នុងឡពេលហ្នឹងទៅហើយមាសមកខាងទៀតអ្នកហ្នឹងជារង្វាន់របស់អ្នកឯងចិត្តចប់មែនតើណាបងហ្នឹងហើយដល់ឡៃចប់ណាមាសមកខាងទៀតគឺបោះអ្នកឯងហើយអ្នកឯងឃើញកុមារនឹងដល់ពេលណាដុតចោលពេលហ្នឹងទៅហើយញោមដល់ទៅពេលធ្វើដំណើរទៅវាចៃដន្យអីកូនសេដ្ឋីបកើតណាពងតែលេងឈូសជាមួយក្មេងដតីទៀតធម្មបានទេមើលទៅញោមបញ្ចប់ហើយក៏ចាំថ្ងៃក្រោយចប់ហ៎កុំឲ្យនៅម៉ាយណាកុំឲ្យអ្នកស្ដាប់តាមនោះអីគេឆ្ងល់ដែរទេអត់ចប់ហ្នឹងហើយយើងបានជួបគ្នាមិនងាយទេយូរយើងជួបម្ដងហើយផ្ទះយើងអត់មានទៅណាទេនៅតែផ្ទះទេបងហ្នឹងដំណើរទៅមុខទៀតអ្នកទៅគឺយើងដែរផ្ទះក៏នៅតែផ្ទះដែរអញ្ចឹងណាញោមអញ្ចឹងយើងស្ដាប់ចម្រើនសេចក្តីល្អផ្លូវចិត្តយើងឲ្យបានច្រើនសប្បាយសាងសេចក្តីល្អផ្លូវចិត្តឲ្យបានច្រើនទៅបងហើយយើងកើតបញ្ញាសម្រាប់ជីវិតរបស់យើងដែរយើងពិចារណាតិចទៀតមកបង្វែរ apply មកជីវិតរបស់យើងវិញដល់ពេលធ្វើដំណើរដល់ពាក់កណ្ដាលផ្លូវអាកូនសេដ្ឋីបកើតទេពងលេងឈូសវាលេងអត់ឈ្នះគេដល់លេងអត់ឈ្នះគេវាឃើញអាបងនេះទៅអញ្ចឹងវាថាបងវាឯងតាណាបងមានការលោកឪពុកឲ្យយកបង្វិចនេះយកទៅជូនពូអ៊ំស្មូនឆ្នាំងនៅចុងភូមិហេបងឯងកុំអើទៅលើបងឯងលេងជំនួសខ្ញុំតិចខ្ញុំលេងអត់ឈ្នះគេចាំខ្ញុំយកទៅជំនួសអាកូនសេដ្ឋីបកើតទេថាបងឯងលេងជំនួសខ្ញុំតិចចាំខ្ញុំយកទៅជំនួសអានេះថាអត់ទេតើឪដឹងប្រើអូនឯងនឹងឲ្យវាយបងងាប់អត់ទេអាប្អូននេះវាអង្វរដល់ពេលញោមហ្នឹងអាប្អូនវាអង្វរថាអត់ទេបើឯងលេងជំនួសខ្ញុំចាំខ្ញុំយកទៅចាំខ្ញុំការពារអត់អីទេឪមិនហ៊ានវាយបងឯងទេហ្នឹងឪស្រឡាញ់ខ្ញុំណាស់តែខ្ញុំថាមិនចឹងហ៎ចឹងក៏ព្រមអាប្អូនហ្នឹងយកជាយកម៉ាវិចហ្នឹងយកទៅអាកូនសេដ្ឋីបកើតនេះទៅដល់នាយស្មូនឆ្នាំងបើកអាបង្វិចហ្នឹងមកខាងឃើញមាសមកខាងទៀតអានសម្បត្តិហ្នឹងថាឃើញក្មេងហ្នឹងដល់ពេលណាបោះចូលក្នុងឡដុតចោលពេលហ្នឹងមានគិតអីទៀតញោម
cho lược đáy lược trước bóp lôi cho không lo chắc tết tờ nè nề small chăng cho phượng không lo mình thòm mà đá tới nhóm cái đọt chăng đọt chán có lò pan nàn đấy chẳng đọt chắc tết tờ ấy đò bong nó bị chăm mà ôn du pe giọt khơi máu là nghe tết tới biết có tờ tẹt tờ đà tờ đò tẹt sẽ thay còn là cái lấy khơi khô sọc cỏ má đấy hồng do tạo cái đọt cháu bị ọt ngọt bị lọp mà quanh tít sẽ thay nó nhẹ bớt mong cho anh máu tít ọt ngọt này à khai bên té nó nhôm nó tầm mốc có lấy cho hiền mơ đây tay tiết tầm mốc khô sọc cỏ má có lấy cho hiền mơ đây khai mà nước nâng mỏng tham mấy bạn với mau thì mấy bạn mình ngọt nặc nong chặt chăng chẳng khô sọc cỏ má mà đó sẽ thay xua mà dây cốn của anh ban vô vòng quạch năng vô tạo ông small chăng nấu lô cặp bốc ấy nhóm thưa tầm nào tới chua bà bấu hay ôn về lên chua nè cái về ao nhom lên chừng nua hay việt hà về sông do tàu chừng nua âu ní khởi là lư chắc sẽ lọp bát mỏng nhôm ngoa bát hay con anh miền rô thích sẽ lọp chân mỏng bộ đăng cho bác đăng tầng ngoa bộ do tàu ngoa đã chẳng sẽ lọp nè bầm rau rướt bờ pôn rướt phong ấy phong đăng luôn máu đánh khô sau còn mà hãy tranh vì một anh ở chắp tranh vì một anh còn mà anh khơi một tiệt chẳng rốt tàu chỉ môi nâng nẹt còn viên bộ bên đâu là môi nẹt còn viên lăng tròn chẳng đánh tranh tới tận đâu môi nẹt còn viên khăng chư chặt hay ở bờ pôn này toàn bằng tê đòi pe bát con du pe nẹt bầm ra đai ro mình khơi tao lẹ bờ pôn du pe viêm bán có prap tròn chẳng tơ phèp thoáng bờ pôn này chư chặt là hốt đọt lẹ chiếm slap bờ pôn nó mùi tiệt tơ cắt sự đây này rụt màu bờ pôn có slap đời sai chư chặt đây luôn ai nhưng ai do con tao sầm lạp nó có đời xa tại đây nhưng ai cục vàng chẳng khăng đừng đây nó chư chặt đai sầm nó ăn mắt nấc con prok luôn ai nó có lẹ chiếm slap từ nhôm khơi nhé đời sạp chia bạt kê lốp luận trong ao con ai về là thông ti bằng phật con anh có slap bờ pôn có slap drop có tích tiết căn là lơ năng tiết chẳng tới có cắt sự đây này rụt máu pe khô sọc của máu với cầm lo chọc mền tê này đòi cầm lo hay đòi pe cầm lo tấu quạt đấy có cha tấu mền tê này bờ pôn có slap con có slap ở hay miên ta khô sọc của máu mùi tết đại tăng bị đăng cái đây mó hao lục sẽ thay thao là hỗn chẳng bà anh ngọt tấu mưa để chật đại cho lấy bà anh slap tấu cứ drop sầm bát bà anh không miên tao nào thế tao năng được không chẳng hộ vị thí sầm lạp ấy lược trong cào chẳng ta xe chọt mài mối vạch nâng cả ma thế ra bong cả co con mi học bốc pe trong sầm lạp kia vậy bữa con ai mà chết ở bốc trong ơi con ai vô cả ma ní nâng bàn đam rồi bỏ lục ở bốc ní vô từ chun mặt phe rồi bỏ lục ở bốc đây chỉ mê tọp được kia con nó tay tại chỉ mê tọp đại cà pi phe bỏ mình chỉ vàng được kia chẳng prap từ tay tại mặt phe mà nè tiết nó còng xe nhá con ai vô bong vạch nâng vô từ chun con ở đò đầy con hơi nè na xong bao bong vạch nâng mưa còn áo cây mưa ở sao bộ nóng nắng ta xe phẹp mật phẹp nào nó hay tụ bay kia bao mưa có ọt che mưa đêm đằng nó mấy có ọt che rồi pan té ham còn oi nè là tây bao mưa rồi sao chẳng tới có phẹp nóng nắng đăng cái đạm mà chứ thà bao sầm lạnh khơi bỏ rò nâng ta đò ngay sầm lạp chào ngay bỏ rò nâng ta đò giúp sầm lạp chào giúp đo mau na sầm lạp chào màu này chẳng có vô cả mà nâng rút cặp prey cặp tật bay giúp bay ngay nhôm màu trường tầm rom đo tè chia sầm lạnh rồi bỏ cọt nè rồi bỏ hộp bột nè chẳng tật đó với cả đà dục vậy hay cả đà dục thì thay rồi ná cái chanh mà chuột dướng ọt thế chẳng cái tha anh nẹt bầm ra niềng nòm nẹt đặt bài đặt tật ở con bị xa sân tới chầm sai chầm oi mà chuột dướng nè bón với ớt thấu slap nhổ chẳng cái oi riệp chầm bài tật hái quạt hộp bài hộp tật hái trâu tật đây từ hãy trâu tật đây tao vừa hot vừa nơi pe tao nhóm ọt plek tặng bắt thuê năng tao tiết hay nẹt bầm ra say để do bài tao oi nè khơi khô sọc của má về sát mà nhôm khô sọc của má sát mà chất tầm mau bị tê vào bọt nó nhóm tầm lẹ bị tê vào bọt mà cao nó tận nắng sát nè thma ro nè nào sát đôi quạt năng bọt miến bọn sát tầm món các đau sầm mốc có sát riêng có sát mà chóc nừng cứ sát men tên mà đó pe trắng thom mà đá sợi trai khơi bỏ rót sát play trắng đấy mình nom nè tập hộ nè nơi chực kẹn đâu cả lại đây nè bầm ra say nó mình hộ nè nó bật túc rồi bọn nè say câu sẽ thay nâng ấy câu sẽ thay mà chặt tè nè điều này anh đăng tê bỏ rọ một pina sát mà một đây nó tè dương nó tròn chụp lục sẽ thay chỉ mà chặt dương nó lứ đó câu sẽ thay nè câu say sẽ thay nè dục lỡ như vậy nếu bầm lư nè bầm ra như vậy khi nè câu sẽ thay lư đó lư trắng chọn bằng mơ màu pina về sát phần ná và niềng này ọt đây nòm này phổ khi nè chẳng có cái đây lỗ lốp tờ mơ luôn anh về cái đây lỗ ngắt lốp tờ mơ bỏ rọ nè tao đó khơi nhô mau trong thẹt lao mới sát pe lục ai cho lục ai mau pina có sát mà lẹ nè có lọ cái đong chấm móc có lọแต่chia có xăm riêng có xăm sạch có lọ tầng ấy kịch tao đôi dây dứt đôi dạp đây đó nàng dây nào nó đấy đó
ដល់តកយគុណមើលគេមកចប់ចឹងវាស្អាតចឹងទៅហត់ស្ទុះទៅក្នុងបន្ទប់ខ្លួនឯងវិញខ្លាចក្រែងលោឪពុកចេញមកជួបឬក៏នរណាចេញមកជួបក្នុងនាមឯងជាកូនស្រីរបស់សេដ្ឋីទាំងមូលហើយមកលបមើលប្រុសណាវាបាក់មុខបាក់មាត់គ្រួសារអញ្ចឹងអត់ហ៊ាននៅយូរទេស្ទុះរត់ទៅមុខបន្ទប់ខ្លួនឯងទៅដល់បាត់ទ្វារក្រាំងអត់ដេកសុតមកយប់ហ្នឹងអង្គុយចិត្តតែកវីក្បាលអញ្ចឹងចុកមិនក៏ប្រុសហ្នឹងក៏វាស្អាតអីស្អាតម្លេះលោកអូយវាល្អអីល្អយ៉ាងហ្នឹងអញមិនដែលឃើញប្រុសណាក៏វាស្អាតយ៉ាងហ្នឹងដល់នៅមិនសក់លួចទៅលបមើលម្ដងទៀតដល់ទៅ2 ដង 3 ដងឃើញអាកាមានៅរុំកណាអីចុះប្រុសល្អនេះមិនក៏វាឆោតអីឆោតម៉េះពេលដេកឲ្យនៅទៅរុំកាមានៅកកទៀតចុះអាកាមាហ្នឹងវាសំខាន់ប៉ុណ្ណាទៅស្រាប់តែទៅមើលដល់គៀកទៅឃើញជាយកាមារុំហ្នឹងចង់មកជួបឲ្យអញជួបរឿងអីមកបើសិននិយាយតាមដំណើរដើមតងព្រោះរឿងហ្នឹងប៉ាន់កាត់ចឹងវាដូចបាស្រាប់តិចទៅទាញជាយកាមាហ្នឹងមើលទៅឃើញអសរហ្នឹងបើសម្លាញ់ឃើញបរោះនឹងដល់ថ្ងៃសម្លាប់ចោលថ្ងៃដល់យប់សម្លាប់ចោលយប់ប្រុសស្អាតហើយគេឲ្យមកងាប់ឲ្យនៅរំដឹងរឿងទៀតនៅក្នុងចិត្តអញ្ចឹងនៅអត់ហ៊ាននិយាយខ្លាចតែភ្ញាក់អញ្ចឹងពងអាស្រឡាញ់គេចង់ងាប់នេះឲ្យយកមកសម្លាប់អាម៉េចឲ្យអញសម្លាប់អាម៉េចអញ្ចឹងយកអាសបត់នឹងចូលដល់ក្នុងបន្ទប់ទៅសេដូរกระดาษថ្មីបើសម្លាញ់ឃើញបរោះនឹងដល់ថ្ងៃការមួយកូនសម្លាញ់ឯងថ្ងៃដល់យប់ការមួយកូនសម្លាញ់ឯងយប់នេះវាចេះចឹងទៀតហ្នឹងហើយវាចេះតែសេដូរចឹងទៀតចឹងតែសេដូរថាបើឃើញបរោះនឹងដល់ថ្ងៃការមួយកូនសម្លាញ់ឯងថ្ងៃដល់យប់ការជាមួយកូនសម្លាញ់ឯងយប់ហើយមនុស្សមិត្តភ័ក្តិធ្លាប់ធ្វើសឹកសង្គ្រាមនៅសមរភូមិមួយគ្នាញោមតែឃើញមិនគេស្រឡាញ់គ្នាណាមនុស្សចំណន់ដើមបើរាប់អានគ្នាសំខាន់ណាចឹងដល់ទៅសេដូរឲ្យចងដាក់ធម្មតាចឹងវិញព្រលឹមឡើងលោកសេដ្ឋីភ្ញាក់បរោះនេះយកជាណែបណ្ដាំហ្នឹងយកទៅជូនសេដ្ឋីគ្រាន់តែឃើញដឹងហាត់តលេខាដឹងអសររបស់សម្លាញ់របស់ខ្លួនហ្នឹងអត់មានចាំយូរទេឃើញកូនប្រុសហ្នឹងវាស្អាតទៀតនោះការជាមួយកូនកំមុំឯងហ្នឹងទៅវាយកងវាយក្មោះហៅអស់មន្ត្រីមកការអធិកអធមចឹងទៅប្រហែលថ្ងៃក្រោយមកបានដឹងតំណែងថាអានេះឲ្យទៅងាប់វាអត់ងាប់វាទៅការមួយអាកូនសេដ្ឋីហ្នឹងទៀតនោះកាន់តែឈឺចិត្តធ្ងន់ទៅធ្លាក់ឈាមចិត្តដៃចោលចិត្តដៃខ្យល់ក៏តសេចត់ម៉ាយឲ្យហៅខូសុកមាទៅផ្ទះដើម្បីប្រកាសបណ្ដាំមរតកឲ្យប្រាប់មុខអស់មហាជននិងអ្នកច្បាប់ទាំងអស់ថាទ្រព្យសម្បត្តិរបស់អញដាច់ខាតគឺមិនឲ្យខូសុកមាដាច់ខាតមុនក៏ដៃខ្យល់គាត់ហៅមកបំរុងផ្ដាំអញ្ចឹងប៉ិនដល់ប្រពន្ធនេះវាដឹងតែហៅប្តីអញទៅគ្មានបំណងល្អទេព្រោះយកប្តីអញមកសម្លាប់ហើយអញ្ចឹងសុំប្តីទៅតាមជាមួយសុំប្តីទៅជាមួយប្តីធ្វើដំណើរទៅដល់ខណៈនាងនឹងទៅដល់ក្នុងផ្ទះណាកលេចឃើញសិតអ្នកមុខអ្នកការឈរព្រៀបចឹងអូច្បាស់ណាស់តានឹងហៅប្តីអញមកប្រាប់បណ្ដាំមរតកហើយព្រោះនាងនេះឆ្លាតគេកូនសេដ្ឋីចឹងគេថាច្បាស់ជាមកប្រកាសបណ្ដាំមរតកអញ្ចឹងអញត្រូវធ្វើឲ្យតានឹងកាន់ត្រឡប់ចុះចឹងពេលសេដ្ឋីនេះដឹងតែខូសុកមាមកដល់ក្បែរជើងហើយខូសុកមាលុតជង្គង់សម្បាច់ជើងអត់ដឹងតែគេអាក្រក់តាំងពីដើមមកទេនៅតែគ្រប់ដូចឪពុកចឹងញោមអញ្ចឹងទៅពងសម្បាច់ជើងបដើហ្នឹងប្រពន្ធនេះក៏លេឃើញដឹងសភាពទាំងអស់លោកសេដ្ឋីនេះរៀបចំប្រកាសបណ្ដាំមរតកសូមអ្នកមុខអ្នកការទាំងអស់ទទួលដឹងលើថាពេលដែលខ្ញុំស្លាប់ទៅទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់វាអត់ទាន់ដល់អាមិនឲ្យទេត្រឹមតែទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ហ្នឹងគឺអាពេលចាប់ដើមទ្រព្យសម្បត្តិរបស់ខ្ញុំទាំងអស់ហ្នឹងនាងនេះមកយំអោបកកកាន់ទៅលឺទៅហ៊ុយអោវាឡប់ទៅវាលែងចេញអាមិនឲ្យវាទៅជាដល់វាឡប់ទៅឲ្យខូសុកមាដាច់ខាតនេះវាចេះវាបាត់អាមិនវាចេញឲ្យចឹងទៅចឹងក៏ដាច់ខ្យល់ផឹងទៅគេទៅសេបណ្ដាំមរតកឲ្យតគាត់នឹងទាំងអស់ទៅចប់មែនតើហើយរឿងហ្នឹងក៏មិនបាច់ទៅមុខទៀតទេចប់ហើយឥឡូវសរុបមកវិញញោមស្ដាប់រឿងហ្នឹងហើយយើងពិចារណាក្នុងជីវិតរបស់យើងវិញណាញោមឃើញយើងគួរឲ្យខ្លាចកម្លាំងកម្មគ្រាន់តែຕົកកូនចោលខ្លួនឯងឲ្យអត់តាន់រួចទេណាគាត់ហ្នឹងពេលស្លាប់ពីជាតិហ្នឹងទៅត្រូវទទួលវិបាកហ្នឹងបន្តទៀតឃើញវាចែកដាច់ពីគ្នាទេអាຕົកកូនចោលខ្លួនឯងនេះត្រូវគេយកទៅសម្លាប់មិនតិចសារទេញោមរាប់មើលប្រមាណសារកូនស្ត្រីសោពេនីមួយសារចោលក្នុងផ្លូវអទេសសេះមួយសារពីរសារចោលមុខក្រោលគោ3សាបោះចោលក្នុងជ្រោះ4សាចោលក្នុងព្រៃស្មោសាន5សាងាយស្មូនស្នាងសម្លាប់6សាហើយចុងក្រោយកំឡោះនេះយកទៅឲ្យសម្លាញ់នោះសម្លាប់មួយសាទៀត7សាញោមទេហើយនឹងអត់រួចទេគាត់ស្លាប់ពីជាតិនឹងត្រូវទទួលវិបាកបន្តទៀតប៉ុន្តែសំណួរថាផលដែលគាត់ត្រូវទទួលដោយសារគាត់ទុកកូនចោលជាហេតុអញ្ចឹងនាំឲ្យគេចង់សម្លាប់គាត់គ្រប់លើកគ្រប់សារជាផលដល់ពេលគាត់ការពារព្រះបច្ចេកពុទ្ធជាហេតុនៃកុសលធម៌ហើយអាហេតុហ្នឹងយើងចែកឲ្យដាច់អាទុកកូនចោលជាហេតុនៃអីនៃអកុសលដល់ពេលគាត់ត្រូវគេចង់សម្លាប់ជាផល
នៃអកុសលដល់ពេលគាត់ការពារព្រះបច្ចេកពុទ្ធជាហេតុនៃកុសលដល់ពេលគេការពារគាត់អត់ឲ្យគាត់ស្លាប់គ្រប់ពេលវាជាផលនៃកុសលចឹងយើងឃើញវាអត់ដែលលាយឡំគ្នាទេតាសាងស្អីហើយគឺវាឲ្យផលទាំងពីរហើយក៏វាអត់ច្រឡុកច្រឡំគ្នាហើយក៏អត់មានអ្នកណាមកទទួលជំនួសបានដែរហើយក៏គ្មានអ្នកណាសាងជំនួសដែរអាហ្នឹងដែលអាត្មានិយាយថារឿងគ្រប់យ៉ាងអត់មានកើតដោយចៃដន្យទេដូចយើងជះទឹកសម្លដាក់គេអត់ចង់ទេប៉ិនដល់ពេលដល់វេលាវាគ្រប់ត្រូវតែជះឲ្យចឹងហ្មងបងដល់ពេលត្រូវគ្រប់ពេលវេលារបស់គាត់ត្រូវគេជះទឹកសម្លដាក់ឲ្យយើងមិនចង់ទេប៉ិនហេតុហ្នឹងវាគ្រប់ដល់ពេលប៉ិនមកនិយាយនឹងនិយាយភាសាធម៌តិចលោប្រាប់ឲ្យចពុកជើងទៅជះទឹកសម្លដាក់គេនឹងផលរបស់នាងត្រូវទទួលតិចលេតថាអញ្ចឹងអាម៉មហ្នឹងអាវែកអីមកវិញបាទចឹងកាន់បញ្ជាក់ថារឿងគ្រប់យ៉ាងវាសិតតែមានហេតុហើយនឹងផលវាមិនមែនកើតដោយអត់ហេតុអត់ផលទេណាញោមណាសូមអនុមោទនាបុណ្យបានហើយមិនវែងទៀតទេចប់ហើយចាំជួបគ្នាថ្ងៃក្រោយជាងយើងកុំប្រឡាក់ដោយអកុសលខំប្រឹងចម្រើនកុសលធម៌ទាំងអស់គ្នាព្រោះអកុសលនិងកុសលនេះអត់ច្រឡំម្ចាស់ទេគឺអត់ច្រឡំម្ចាស់ទេហើយតែកាលណាយើងប្រឡាក់អីហើយគឺវិបាកត្រូវតែឲ្យផលហើយយើងពេលដែលវិបាកឲ្យផលជាសុខក៏ដោយជាទុក្ខក៏ដោយពេលដែលយើងយល់ធម៌យល់ហេតុយល់ផលគឺយើងអត់ទោមនស្សសោមនស្សជាមួយវិបាកដែលកើតចំពោះខ្លួនយើងទេទាំងអស់គ្នាយើងទទួលព្រមដោយសោមនស្សវេទនាទាំងអស់ចង់ផលនឹងជាអកុសលក៏ដោយផលជាកុសលក៏ដោយព្រោះយើងដឹងថាអកុសលនិងអកុសលគឺកើតអំពីហេតុនៃការសន្សំរបស់យើងខ្លួនយើងទាំងអស់គ្នាណាញោមសូមអនុមោទនាបុណ្យចប់ធម៌ប៉ុណ្ណឹងសូមបានបុណ្យបានសល់តាមបរិស័យជ្រះថ្លារៀងខ្លួនទាំងអស់គ្នាសូមអនុមោទនា